ស្រីម្នាក់នឹងបានប្រទះឃើញរឿងមួយគាត់ឃើញមានខខូតនៅលើខ្លួនប្តីគាត់ដោយសារតែចង់ដឹងគាត់ក៏យកទូរស័ព្ទមកស្កេនមើលស្រាប់តែវាលោតចេញវីដេអូមួយមកក្នុងវីដេអូនោះគឺជាសេវាកម្មពិសេសរបស់ប្តីគាត់ដែលជាកញ្ចប់សេវាកម្មមើលទៅដូចជាសេវាកម្មមិនសូវស្រួលបន្តិចសោះពិតមែនលេងបានតែប៉ុន្មានវិនាទីទាមទារឲ្យវីលេកូតទើបអាចមើលបន្តបានគាត់មិនបានសួរដេញដល់ប្តីផ្ទាល់មុខទេតែបែរជាលួចទិញសម្បត្តិយន្តហោះស្ងាត់ដើម្បីឡើងជិះជើងហោះហើរដែលប្តីគាត់កំពុងធ្វើការព្រោះចង់ដឹងឲ្យច្បាស់ថាវាមានរឿងអីពេលទើបតែឡើងដល់លើកាប៊ីនគាត់ក៏ឃើញថាអ្នកដំណើរទាំងអស់សុទ្ធតែជាស្រីស្អាតហើយមានលុយទៀតពួកបុគ្គលិកប្រុសនាំគ្នាអន់គោរពយ៉ាងគួរសមសូមស្វាគមន៍ការមកកាន់ជើងហោះហើរពិសេសសម្រាប់តែនារីឬបែបហ្នឹងគាត់ក៏ឆ្ងល់រួចសួរទៅស្រីអ្នកមានម្នាក់ដែលអង្គុយខាងមុខបងស្រីហេតុអីបានជាលើយន្តហោះនេះមានតែស្រីអញ្ចឹងស្រីអ្នកមានម្នាក់នោះសើចចំអកហើយប្រាប់គាត់ថាកុំមានតែស្រីគ្នាឯងបែបហ្នឹងមិនស្រួលជាងគេពេលនោះមានបុគ្គលិកប្រុសម្នាក់បានលុតជង្គង់យកកន្សែងមកជូតដៃឲ្យស្រីអ្នកមានម្នាក់នោះស្រីអ្នកមាននោះក៏អ៊ូប្រាប់ស្រីម្នាក់ទៀតដែលអង្គុយទល់មុខខ្ញុំការបាន3ឆ្នាំហើយតែនៅមិនទាន់មានកូនទៀតមិនដឹងថាលើកនេះអាចសំបំណុលឬអត់ទេខណៈពេលដែលគាត់កំពុងតែឆ្ងល់ខ្លាំងប្តីរបស់គាត់ក៏ដើរមករួចលុតជង្គង់នៅពីមុខគាត់ទាំងញ៉ាំហើយបដូរស្បែកជើងឲ្យគាត់ទៀតផងហើយសួរគាត់ថាចង់ញ៉ាំភេសជ្ជៈអីដែរណែនាំថាមានទឹកក្រូចទឹកក្តៅហើយនឹងធ្វើយូស៊ូពេលនិយាយដល់ធ្វើយូស៊ូទៅនឹងនៃប្តីគាត់ក៏បញ្ចេញស្នាមញ៉ាំបាត់ចម្លែកនារីម្នាក់នោះឃើញអ្នកស្រីអ្នកមាននៅខាងមុខកំពុងញ៉ាំធ្វើយូស៊ូទៅដែរថែមទាំងមើលទៅពេញចិត្តខ្លាំងអញ្ចឹងហើយគាត់ក៏កំងមួយកែវដែរមុំតែប្តីភ្លាមក៏រំភើបចិត្តតែម្ដងហើយឆ្លើយតបយ៉ាងរាក់ទាក់ហោះហើរលើកនេះធានាថាធ្វើឲ្យគាត់ពេញចិត្តហ្មងនារីម្នាក់នោះក៏យកមកផឹកមួយក្អឹកទាំងចម្ងល់ក៏ដឹងថាវាគ្រាន់តែជាកូកាធម្មតាសោះគ្រាន់តែរសជាតិវាប្លែកបន្តិចគាត់ក៏ទ្រាំមិនបានក៏សួរទៅបុគ្គលិកធ្វើយូស៊ូទៅនឹងមានន័យថាម៉េចឲ្យប្រកាសបុគ្គលិកម្នាក់នោះមើលឆ្វេងមើលស្ដាំលុះប្រកាសថាគ្មានអ្នកចាប់អារម្មណ៍ហើយក៏អោនទៅចិត្តត្រជានារីម្នាក់នោះបំរុងនឹងប្រាប់រឿងពិតតែមិនទាន់ទាំងបានហាប់មាត់ផងប្តីគាត់ក៏ចេញមកប្រកាសពីតារាងហោះហើរនឹងប្រាប់ថាសេវាកម្មក្នុងយន្តហោះចិត្តចាប់បន្ទាប់មកស្រីពីរនាក់បានដើរតាមបុគ្គលិកប្រុសម្នាក់ចូលទៅក្នុងបន្ទប់ទឹកថែមទាំងទាញវាំងនឹងបិទទៀតនារីម្នាក់នោះឆ្ងល់ខ្លាំងណាស់ចំពោះទង្វើរបស់ពួកគេបន្ទាប់មកអ្នកស្រីអ្នកមានម្នាក់នោះក៏ចាប់ផ្ដើមដែរគាត់បានលូកជើងមករ៉ាំប្តីនារីម្នាក់នោះហើយប្រាប់ថាចង់ទៅបន្ទប់ទឹកប្តីគាត់ក៏ញញយល់ព្រមចំណែកនារីម្នាក់នោះបានត្រឹមតែអង្គុយចាំទាំងងឹងឆ្ងល់ឃើញពួកស្រីទាំងនោះនៅក្នុងបន្ទប់ទឹកនៅខាងក្នុងនឹងចិត្ត1ម៉ោងឯណោះទើបព្រមចេញមកទាំងចេញមកទាំងទឹកមុខញញែមមើលទៅដូចជាស្កប់ស្កល់ក៏ទៅអង្គុយសិបសៀវគ្នាទាំងមិនទាន់អស់ចិត្តនៅកន្លែងដើមចំណែកឯបុគ្គលិកប្រុសដែលជូនពួកគេទៅបន្ទប់ទឹកពេលចេញមកវិញបែរជាយកដៃទប់ចង្កេះធ្វើមុខដូចជាចាប់ខ្លាំងណាស់ហើយស្រីពីរនាក់នោះនៅលួចសើចដាក់គាត់ទៀតពេលនោះបុគ្គលិកប្រុសក៏សួរនាងថាចង់ទៅបន្ទប់ទឹកដែរទេដើម្បីចង់ដឹងការពិតនាងក៏មកក្បាលយកព្រមព្រៀងតែពេលទៅដល់បន្ទប់ទឹកហើយមើលទៅវាគ្រាន់តែជាបន្ទប់ទឹកធម្មតាសោះមានអីប្លែកបន្តិចសោះស្រាប់តែនាងងើសំឡេងចេញពីបន្ទប់ទឹកក្បែរនោះជាសំឡេងចម្លែកម្យ៉ាងឬមួយក៏ប្តីរបស់នាងនិងស្រីអ្នកមានម្នាក់នោះនៅក្នុងហ្នឹងនាងក៏ស្ទុះទៅគោះទ្វារភ្លាមតែដល់ពេលឮសំឡេងឆ្លើយតបមកវិញសំឡេងនោះហាក់ដូចជាមិនមែនជារបស់ពួកគេទេនាងគិតថាខ្លួនឯងប្រហែលជាយកច្រឡំហើយក៏ឆ្លៀតតុបតែងមុខបន្តិចនៅក្នុងបន្ទប់ទឹករួចក៏ត្រឡប់ទៅកន្លែងតែក្នុងចិត្តនាងនៅតែមានចម្ងល់មួយទៀតចុះប្តីរបស់នាងបាត់ទៅណាបុគ្គលិកប្រុសម្នាក់នោះមិនបានគ្រាន់តែញឹមរួចក៏ដើរចេញទៅមិនយូរប៉ុន្មានប្តីរបស់នាងក៏ដើរចេញមកទាំងយកដៃទប់ចង្កេះនិងមានទឹកមុខជាចាប់ខ្លាំងចំណែកស្រីអ្នកមាននោះក៏ដើរតាមពីក្រោយទាំងរៀបចំសម្លៀកបំពាក់ដែរស្រីម្នាក់នោះដែលទើបតែធូរចិត្តបន្តិចក៏ចាប់ផ្ដើមបារម្ភឡើងវិញនាងស្រាប់តែឃើញថានៅលើដៃប្តីនាងមានពាក់គ្រឿងអលង្ការសក់របស់ស្រីអ្នកមានក៏ចាប់ផ្ដើមជេរជាមួយក្មេងស្រីដែលអង្គុយទល់មុខគាត់និយាយថាបុគ្គលិកប្រុសលើយន្តហោះជើងនេះសង្ហាខ្លាំងណាស់ហើយការបម្រើសេវាកម្មវិញគឺល្អរកលេខដាក់គ្មានតែម្ដងបន្ទាប់មកគាត់ក៏លើកដៃឲ្យសុំភេសជ្ជៈពិសេសមួយកែវទៀតប្តីនាងក៏ប្រញាប់លើកមកជូនទាំងញញែមស្រីអ្នកមានម្នាក់នោះក៏ផឹកវាអស់ក្នុងមួយដង្ហើមហាក់ដូចជាស្រីរួចក៏ប្រាប់ទៅប្តីនាងថាចង់ទៅបន្ទប់ទឹកម្ដងទៀតស្រីដែលនៅទល់មុខក៏រំភើបចិត្តហើយសួរថាតើអាចសុំទៅជាមួយបានទេស្រីអ្នកមានក៏ញឹមរួចយកបន្ទាប់មកប្តីនាងក៏នាំពួកគេដើរសម្ដៅទៅបន្ទប់ទឹកម្ដងទៀតស្រីម្នាក់ទៀតឃើញបែបនេះក៏នៅមិនសុខដែរនាងក៏ក្រោកឈររួចដើរតាមមិត្តរួមការងារនៅមាត់ទ្វារសួរថាតើបងឯងអាចទ្រាំរួចទេប្តីនាងដកដង្ហើមធំរួចប្រាប់ថាគ្មានផ្លូវជ្រើសរើសទេទាំងអស់នេះក៏ដើម្បីការងារដែរគាត់ក៏លេបថ្នាំមួយគ្រាប់ហើយដើរចូលទៅខាងក្នុងបាត់ទៅនារីជាប្រពន្ធឃើញបែបនេះក៏ទ្រាំលេងបានទៀតហើយនាងក៏ស្ទុះក្រោកទៅបន្ទប់ទឹកភ្លាមដើម្បីចង់ដឹងឲ្យច្បាស់តែបុគ្គលិកប្រុសនៅមាត់ទ្វារប្រាប់ថាបន្ទប់ទឹកពេញហើយឲ្យនាងរងចាំបន្តិចសិនពេលនេះនាងមិនអាចចាំសម្បីតែ1វិនាទីនាងក៏រុញបុគ្គលិកនោះចេញរួចសម្រាប់ចូលទៅខាងក្នុងតែម្ដងដើម្បីចង់ដឹងថាពួកគេកំពុងធ្វើរឿងឈួតឡប់អ្វីខ្លះអូយបងឯងធ្វើស្អីហ្នឹងចំណែកអ្នកផ្សេងទៀតណែធ្វើអីហ្នឹងចង់លេងហ្គេមជុំគ្នាអត់នេះវាមានរឿងអីឲ្យប្រកាសទៅចុះចឹងស៊ឺណៃណាណែមានរឿងអីហ្នឹងវាមានរឿងអីឲ្យប្រកាសតែអ៊ីនមែនទេសុំទោសឈួតមែនទេខ្ញុំប្តឹងលោកអ្នកដំណើរទាំងអស់គ្នាលោកស្រីម្នាក់នេះប្រហែលជាគាត់មានការប្រញាប់មែនទែនហើយចឹងស៊ឺគាត់នៅណាហើយចុះធ្វើយូស៊ូក្នុងវាជាស្អីឲ្យប្រកាសទៅអ្នកនាងកំពុងនិយាយពីអីហ្នឹងខ្ញុំស្ដាប់មិនយល់តតែសោះធ្វើយូស៊ូជាគ្រាន់តែជាភេសជ្ជៈធម្មតាតើគឺមេក្រុមអ្នកបម្រើលើយន្តហោះម្នាក់នោះអូហើយចុះបរិះអ្នកបម្រើលើយន្តហោះម្នាក់នោះនៅណាអូមេក្រុមគាត់រវល់នឹងការងារបន្តិចហើយអ្នកនាងស្គាល់គាត់ដែរមែនទេហើយមិនបាច់ទេនិយាយជាមួយលោកក៏មិនយល់ដែរមិនខុសទេលើកមុនចឹងស៊ឺប្រហែលជាចូលបន្ទប់ទឹកមួយនេះឯងក្នុងបន្ទប់ទឹកនេះវាមានស្អីឲ្យប្រកាសទៅតើវាមានន័យយ៉ាងម៉េចឲ្យប្រកាសទៅអ្នកនាងកំពុងរកខ្ញុំមែនទេអ្នកនាងហៅឈ្មោះខ្ញុំមានអីឲ្យខ្ញុំជួយមែនទេមិនក៏លោកនៅទីនេះអំបញ្ញមិញលោកមិនមែននាំពួកគេទាំង3នាក់ទៅបន្ទប់ទឹកទេអីបាទគឺខ្ញុំនាំពួកគេទាំង3នាក់នឹងឯងពេលទៅដល់ម្ដុំបន្ទប់ទឹកហើយក៏ទៅបន្ទប់ឆុងតែរៀបចំទឹកតែទៅពួកឯងមិនស្គាល់គ្នាទេអីអ្នកនាងចង់មានន័យថាម៉េចហ្នឹងពិតមែនហើយខ្ញុំយកច្រឡំលើឆេងឈីមែនខ្ញុំនេះចិត្តចង្អៀតពេកហើយឆេងឈីគាត់ស្លូតបូតណាស់ក្រុមហ៊ុនអាកាសចរសងស៊ីជារបស់ម៉ាក់ខ្ញុំតើគាត់មិនអាចមកធ្វើរឿងបែបហ្នឹងនៅទីនេះទេប្រកាសជាខ្ញុំគិតច្រើនពេកហើយសុំគឺ
គឺខ្ញុំប្រញាប់ចូលបន្ទប់ទឹកពេកប្រញាប់ម្លេះចង់ទៅចាប់ជាថ្មីមែនទៅតម្រង់ជួរនៅខាងក្រោយទៅជី738,148ទៅធ្វើការសោះនៅឆ្លៀតទិញកាដូឲ្យខ្ញុំទៀតប្តីសម្លាញ់ហេតុអីគាត់នៅទីនេះចឹងជាខោអាវក្នុងនឹងមិនមែនទិញឲ្យខ្ញុំទេអីស្មោះត្រង់អ្នកនាងចេញជាក្នុងបន្ទប់សាកមានមនុស្សអ្នកនាងចូលទៅលើមិនទាន់បានទេជិះចេញខ្ញុំប្រាប់ឲ្យជិះចេញអ្នកនាងខ្ញុំប្រាប់ហើយតើថាមានមនុស្សនៅខាងក្នុងបើអ្នកនាងនៅតែបែបហ្នឹងខ្ញុំហៅប៉ូលីសហើយណាប្តីខ្ញុំនៅខាងក្នុងហ្នឹងអ្នកនាងនិយាយស្អីហ្នឹងទីនេះជាហាងលក់ខោអាវក្នុងតើមិននឹងអាចមានមនុស្សប្រុសនៅខាងក្នុងបានមិនព្រមចេញមកមែនទេឆឹងស៊ឺបងណែណាប្រពន្ធសម្លាញ់មិនក៏ទេមកពេលហ្នឹងបងនៅលើជើងហោះហើរតើជើងហោះហើរនៅលើជើងហោះហើរលើកទូរស័ព្ទបានដែរបងទៅតែចុះដល់ដេកមិញហ្នឹងមិនក៏សម្លេងបងស្ដាប់មិនសូវច្បាស់អញ្ចឹងបងកំពុងផឹកទឹកផឹកអីហ្នឹងសម្លេងអីហ្នឹងបងកំពុងធ្វើអីបងកំពុងធ្វើអីហ្នឹងមិញបងអាចិតអ្នកខំចំអណ្ដាតខ្លួនឯងប្រពន្ធសម្លាញ់អត់អីទេបងសុំបិទសិនហើយណាចាំបន្តិចទៀតបងទេទៅវិញឆឹងស៊ឺខ្ញុំដឹងថាឯងនៅខាងក្នុងឆឹងអានចេញមកឆឹងស៊ីវចេញមកក្រៅភ្លាមលេងខ្ញុំទៅឆឹងស៊ឺកញ្ញាកុំយំអីញ៉ាំទឹកសិនទៅអ្នកនាងមករកបងឆឹងដែរមែនទេបាត់ខ្ញុំឈ្មោះលីវស៊ីអ៊ីធម្មតាបងឆឹងមិនសូវមានទំនាក់ទំនងជាមួយភ្ញៀវប្លែកមុខទេបើអ្នកនាងចង់រកគាត់ប្រហែលជាត្រូវខកបំណងហើយមិនក៏លោកដឹងថាខ្ញុំមករកឆឹងស៊ឺតាំងពីពេលឡើងយន្តហោះដំបូងម្លេះភ្នែកអូនមិនដែលដកចេញពីបងឆេងទេម្យ៉ាងទៀតអ្នកដែលកក់សេវាកម្មសៀវភៅពិសេសលើជើងហោះហើរនេះភាគច្រើនគឺមករកបងឆេងនឹងឯងហេតុអីទៅគាត់សង្ហាខ្លាំងយ៉ាងហ្នឹងហើយសេវាកម្មក៏ល្អទៀតមានអ្នកដំណើរណាដែលថាមិនចូលចិត្តគាត់នោះចុះអាសៀវភៅពិសេសហ្នឹងវាគឺជាអ្វីឲ្យប្រកាសទៅមុននឹងឆ្លើយបងសុំសួរអូនមួយសិនតើអូនស្គាល់ក្រុមហ៊ុនយើងច្បាស់ទេច្បាស់តើម៉ាក់ខ្ញុំនឹងហើយជាម្ចាស់ក្រុមហ៊ុនអាកាសចរសងសេហើយការងាររបស់បងឆេងក៏ម៉ាក់ខ្ញុំជាអ្នករៀបចំឲ្យដែរអញ្ចឹងរឹតតែល្អចុះអូនដឹងពីប្រវត្តិការងាររបស់ម៉ាក់អូនទេដឹងតើម៉ាក់ខ្ញុំគាត់ចាប់ផ្ដើមពីធ្វើជាអ្នកបម្រើលើយន្តហោះបន្ទាប់មកក៏បង្កើតក្រុមហ៊ុនអាកាសចរនេះឡើង10ឆ្នាំមកនេះក្រុមហ៊ុនកាន់តែរីកធំតែប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យអាកាសចរមិនសូវកាក់កប់ទេអ្នកជិះយន្តហោះក្រុមហ៊ុនយើងក៏កាន់តែតិចទៅត្រូវហើយដើម្បីស្រោចស្រង់ក្រុមហ៊ុនដែលកំពុងដុនដាបក្រុមហ៊ុនក៏បានបង្កើតគម្រោងហោះហើរថ្មីមួយហើយឈ្មោះកូដសម្ងាត់នៃជើងហោះហើរនេះគឺសៀវភៅពិសេសនឹងឯងហើយគាត់រៀបចំជើងហោះហើរតែថ្ងៃណាជាក់លាក់ប៉ុណ្ណោះគម្រោងនេះតែប៉ុន្មានខែសោះក៏តាក់ទាញភ្ញៀវបានច្រើនសន្ធឹកសន្ធាប់ភ្ញៀវស្រីជាច្រើននាំគ្នាមកព្រោះតែល្បីឈ្មោះហើយក្រុមហ៊ុនក៏ផ្អែកលើគម្រោងមួយនេះរហូតក្លាយជាក្រុមហ៊ុនអាកាសចរធំជាងគេក្នុងខេត្តហើយក្លាយជាអ្នកដឹកនាំក្នុងវិស័យនេះតែម្ដងតែរឿងអស់ទាំងនេះម៉ាក់ខ្ញុំមិនដែលប្រាប់ខ្ញុំសោះនឹងចុះដឹងអត់ថាហេតុអីបានជាជើងហោះហើរនឹងល្បីខ្លាំងម្ល៉េះហេតុអីទៅព្រោះគាត់បានក្លាយជាអ្នកដំណើរម្នាក់ក្នុងជើងហោះហើរនឹងក្រោយមក1ខែចង់មានន័យថាម៉េចចុះអាគូសម្បត្តិពិសេសខាងនឹងវាជាសេវាកម្មបែបណាឲ្យប្រកាសទៅបាននិយាយឲ្យត្រង់ទៅខ្ញុំក៏មិនសូវច្បាស់ដែរថាវាជាសេវាកម្មអីឲ្យប្រកាសពេលនេះខ្ញុំមិនទាន់មានសិទ្ធិចូលរួមក្នុងគម្រោងហ្នឹងទេដឹងត្រឹមថាបើភ្ញៀវកក់សេវាយូរសម្បត្តិពិសេសខាងនឹងគេនឹងទទួលបានកញ្ចប់សេវាកម្មហោះហើរដាច់ដោយឡែក
ឬមួយម៉ាក់ខ្ញុំរវល់មែនទែនខ្ញុំអូខេខ្ញុំនឹងទៅសួរម៉ាក់ឲ្យច្បាស់នៅមានសំណួរចុងក្រោយមួយទៀតហេតុអីបានជាបងជួយខ្ញុំអូមកពីខ្ញុំឃើញរឿងនឹងវាមិនយុត្តិធម៌សម្រាប់អូនដែរហើយខ្ញុំគិតថាតើក្រុមហ៊ុនគេនៅមានអាកំបាំងស្អុយរលួយអីទៀតទៅមិនចង់ឲ្យពួកគេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនរហូតដល់មកបំផ្លាញវិស័យមួយនេះទាំងមូលទេខ្ញុំយល់ហើយខ្ញុំនឹងតាមស៊ើបតាមខ្សែរយៈនេះបន្តទៀតបងកុំបារម្ភអីខ្ញុំនឹងជួយបងឲ្យតតែបានបន្ទាប់មកដល់ពេលដែលខ្ញុំត្រូវទៅផ្ទះវិញហើយដើម្បីទៅសួរមកឲ្យច្បាស់ម៉ាក់ខ្ញុំហត់នឿយពេញមួយជីវិតហើយបំណងប្រាថ្នាធំបំផុតរបស់គាត់គឺចង់ឃើញខ្ញុំមានសេចក្តីសុខបើខ្ញុំប្រាប់គាត់ពីរឿងឆឹងស៊ឺគាត់ច្បាស់ជាពិបាកចិត្តខ្លាំងមិនខានឆឹងស៊ឺខ្ញុំមានកូនហើយធានមិនក៏កូនមកវិញទាំងតក់ក្រហល់បែបនេះម៉ាក់កូនមានផ្ទៃពោះមែនហើយគឺមិត្តរួមការងាររបស់ឆឹងស៊ឺទេដែលគាត់មានផ្ទៃពោះកូនកំពុងអបអរសាទរគាត់នឹងណាអូធានមិនក៏សុកកូនមកវិញចឹងចុះទឹកមុខមិនក៏មិនស្រស់បោះសោះចឹងឆ្លោះគ្នាជាមួយប្តីទៀតហើយមែនទេម៉ាក់មិនមែនជារឿងឆ្លោះគ្នាទេកូនឃើញឆឹងស៊ឺនៅលើជើងហោះហើរម៉ាក់ជាម៉ាក់របស់កូនណាមានរឿងអីនិយាយប្រាប់ម៉ាក់ត្រង់មកម៉ាក់កូននឹកគេថាជើងហោះហើររបស់ឆឹងស៊ឺមានចេញគម្រោងពិសេសមួយហើយមានទាំងកញ្ចប់ហោះហើរផ្ដាច់មុខទៀតម៉ាក់ដឹងទេថាជារឿងអីសៀវភៅប្រៃសណីពិសេសមានន័យថាម៉េចហ្នឹងម៉ាក់មិនដែលលីសោះកញ្ចប់ផ្ដាច់មុខអីទៅធានម៉ាក់យល់ពីអ្វីដែលកូនចង់និយាយប៉ុន្តែរឿងចាប់កំហុសបែបហ្នឹងតើតែចាប់បានទាំងភស្តុតាងកូនមានភស្តុតាងមែនទែនឬគ្រាន់តែស្មានកូនដូចជាឃើញគាត់ទិញអីវ៉ាន់ឲ្យស្រីផ្សេងនៅហាងក្នុងប្រលានយន្តហោះកូនប្រកាសទេថាជាឆឹងស៊ឺកូនក៏មិនសូវប្រកាសដែរឃើញទេម៉ាក់ថាហើយឆឹងស៊ឺគេជាក្មេងល្អតាតាំងពីយៀបការជាមួយកូនមកក្រោយពីធ្វើការគេនៅតែជាមួយកូនត្រឹមត្រូវណាស់ម៉ាក់មើលទៅគេមិនមែនជាមនុស្សបែបហ្នឹងទេកូនកុំបារម្ភអីបើគេហ៊ានធ្វើរឿងមិនល្អចំពោះកូនពេលហោះហើរមែនម៉ាក់នឹងចាត់ការគេមុនគេឬមួយក៏កូនគិតច្រើនមែនធានមួយរយៈនេះនៅខាងក្រៅមានពាក្យចាំអារ៉ាមច្រើនណាស់ដែលចង់បង្ខូចឈ្មោះក្រុមហ៊ុនយើងគឺដើម្បីតែបញ្ចុះតម្លៃភាគហ៊ុនក្រុមហ៊ុនប៉ុណ្ណោះកូនកុំចាញ់បោកមនុស្សខូចឲ្យសោះណាស្ដាប់ម៉ាក់ណាពេលត្រឡប់ទៅវិញណាកុំខឹងងក់ងល់ជាមួយឆេងជាទៀតអីប្តីប្រពន្ធក្មេងខ្ចីទាំងពីរនាក់នេះនៅឲ្យល្អត្រូវចេះដោះស្រាយបញ្ហាជាមួយគ្នារឿងសំខាន់បំផុតរវាងប្តីប្រពន្ធគឺការទុកចិត្តគ្នាអាឡូគាត់នៅតែដឹងដដែលមិញហ្នឹងអូនពិតជាយកច្រឡំលើឆេងឈីមែនម៉ាក់ថាអូនចេះតែសង្ស័យច្រើនប៉ុន្តែរឿងទាំងអស់នេះអូនចង់ឲ្យឆេងឈីប្រាប់អូនដោយផ្ទាល់មាត់អូនសម្លាញ់ប្រពន្ធសម្លាញ់យើងយកកូនមួយទៅមានរឿងអីហ្នឹងមិនក៏គាត់ធ្វើដូចគ្មានរឿងអីកើតឡើងអញ្ចឹងថែមទាំងព្រមយកកូនទៀតទឹកមុខអូនមិនក៏មើលទៅមិនស្រស់បោះអញ្ចឹងអូនកើតអីមែនទេឬមួយមកពីយប់មិញមិនដណ្ដប់ភួយទៅផ្ដាសាយអត់មានទេមិញបងចង់មានន័យថាម៉េចរឿងដែលអូននិយាយកាលពីយប់មិញបងគិតមើលហើយបើចាំប៉ុន្មានឆ្នាំទៀតចាំយកវាមិនល្អចំពោះសុខភាពអូនទេអញ្ចឹងបងសម្រេចថាយើងនឹងយកកូនភ្លាមតែម្ដងបងទៅងូតទឹកសិនអូនចាំបងណារឿងកូនគាត់ព្រមហើយឬមួយខ្ញុំពិតជាគិតច្រើនមែន
កូនរបស់ខ្ញុំជាមួយ Cheng Shi ច្បាស់ជាគួរឲ្យស្រឡាញ់ខ្លាំងណាស់អូនសម្លាញ់ជួយយកកន្សែងឲ្យបងបន្តិចអូល្អហើយអូនសម្លាញ់ស្អែកបងត្រូវចេញជើងហោះហើរម្ដងទៀតហើយចាំចប់ជើងហោះហើរនឹងបងនឹងនៅក្បែរអូនឲ្យបានច្រើន Cheng Shi បងជប់ហោះហើរបានទេអូនសម្លាញ់បងចង់ខ្លាចជាបងឯករបស់អូនដើម្បីឲ្យកូនយើងមានជីវភាពធូរធារទៅថ្ងៃមុខអូនច្បាស់ជាគ្រប់គ្រងបងដោយគ្មានលក្ខខណ្ឌមែនទេមែនអត់ចាស់អូននឹងគ្រប់គ្រងបងល្អណាស់អូនសម្លាញ់បងដឹងថាអូនច្បាស់ជាគ្រប់គ្រងបងរហូតនឹងតោះយើងទៅសម្រាប់ក្នុងបន្ទប់ឲ្យបានឆាប់ទៅដើម្បីឲ្យម៉ាក់បានពោជ័យឆាប់មែនតែនភ្លេចទាំងទូរស័ព្ទទៀតបើសិនជាភ្ញៀវកក់សេវាកម្មពិសេសពួកគេនឹងមានកញ្ចប់ហោះហើរផ្ទាល់ខ្លួនឬមួយម្នាក់នេះជាមួយរបស់ Cheng Shi ចុះហេតុអីបានជាដាក់ឈ្មោះសម្គាល់បែបហ្នឹងតើ Cheng Shi កំពុងលាក់បាំងអ្វីពីខ្ញុំឲ្យប្រកាសទៅលេខកូដខុសលេខកូដរបស់ Cheng Shi មិនមែនជាថ្ងៃខែឆ្នាំកំណត់ខ្ញុំរហូតតើហេតុអីក៏គាត់បដូរវាអូនសម្លាញ់មិនក៏អូនមកទីនេះអូនសម្លាញ់បងឃើញអូនបាត់យូរពេកក៏មកមើលអូនបន្តិចទៅមិនក៏មិនទាន់ទៅសម្រាប់ទៀតចាស់សអូនទៅលើហើយចាំអូនរៀបចំកន្លែងលាងមុខបន្តិចសិនអីចឹងហត់នឿយហើយប្រពន្ធសម្លាញ់បងទៅចាំក្នុងបន្ទប់ណាចុះលេខកូដនឹងវាជាស្អីទៅអូមែនហើយថ្ងៃដំបូងដែល Cheng Shi ចូលធ្វើការនេះជារូប profile ម៉ាក់តើច្បាស់ណាស់មិនខុសទេ Cheng Shi ខ្ញុំមានផ្ទៃពោះហើយតាមពិតថ្ងៃនោះខ្ញុំមើលមិនច្រឡំមែនពួកគេពិតជាត្រូវរកគ្នាបោកប្រាស់ខ្ញុំមែនស្អែកថែមទាំងជិះយន្តហោះទៅបន្តទៀតដើម្បីទៅជួប Cheng Shi ម្នាក់ជាប្តីរបស់ខ្ញុំម្នាក់ទៀតជាម្ដាយចិញ្ចឹមរបស់អីពួកគេដាច់ចិត្តធ្វើដាក់ខ្ញុំបែបនេះបានហើយចាំមើលស្អែកខ្ញុំនឹងទៅមើលឲ្យច្បាស់ថាអ្នកទាំងពីរមានអាកំបាំងអីឲ្យប្រាកដជួយកក់សម្បត្តិយន្តហោះឲ្យខ្ញុំមួយជើងមកខ្ញុំចង់បានជើងហោះហើរឯកជនលើកនេះខ្ញុំត្រូវតែស៊ើបឲ្យដឹងរឿងគ្រប់យ៉ាងប្រពន្ធសម្លាញ់យើងសម្រាប់មុនទៅស្អែកបងត្រូវទៅធ្វើការទៀតចាស់អីចឹងបងសម្រាប់មុនទៅស្អែកអូនមានរឿងភ្ញាក់ផ្អើលសម្រាប់បងបាត់ចាំបងចាំណាគេងទៅឆឹងស៊ឺចាំមើលស្អែកពេលបងឃើញអូនលើការប៉ាល់ហោះច្បាស់ជាភ្ញាក់ផ្អើលខ្លាំងមិនខានលោកភ្ញៀវសូមមើលសម្បត្តិយន្តហោះបន្តិចចាអូជំរាបសួរភ្ញៀវកិត្តិយសអញ្ជើញតាមខ្ញុំមកចាឆឹងស៊ឺលើកនេះចាំមើលថាបងកំពុងចង់ធ្វើរឿងឈួតអីលើការប៉ាល់ហោះហ្នឹងអ្នកនាងចាំខ្ញុំដូរស្បែកជើងផ្ទាត់ជូន
គាត់មកមែនតើរួចរាល់ហើយអ្នកនាងឆឹងស៊ឺមួយរយៈនេះមីងមានអារម្មណ៍ថាខ្ជិលមិនចង់កម្រើកខ្លួនសោះវាមិនប៉ះពាល់ដល់កូនក្នុងពោះទេអីអ្នកមីងមកពីសុខភាពអ្នកមីងឥឡូវខ្សោយពេកហើយរឿងបែបហ្នឹងវាក៏អាស្រ័យលំខាងទៀតដែរបែបហ្នឹងអ្នកមីងកុំបារម្ភអីអរគុណក្មួយចឹងមីងអស់បារម្ភហើយអ្នកមីងផ្លូវឆ្ងាយណាស់ចឹងញ៉ាំភេសជ្ជៈពិសេសមួយកែវសិនទៅក៏បានដែរចំពេលមីងចង់ទៅបន្ទប់ទឹកល្មមអញ្ជើញខាងនេះនៅផ្ទះខំប្រឹងមួយជីវិតហើយមិនដឹងថាដើម្បីអីឲ្យប្រកាសទេអ្នកនាងតើអ្នកនាងត្រូវការអ្វីដែរខ្ញុំសុំភេសជ្ជៈដូចគាត់ដែរចាស់សូមរងចាំបន្តិចអ្នកនាងនេះជាសៀវភៅពិសេសរបស់អ្នកនាងខ្ញុំចង់ឲ្យឆឹងស៊ីជាអ្នកយកមកឲ្យខ្ញុំផ្ទាល់អ្នកនាងខាងបុគ្គលិកយន្តហោះកំពុងរវល់ណាស់បាទគ្រាន់តែភេសជ្ជៈមួយកែវសោះហ្នឹងអ្នកណាយកមកឲ្យក៏ដូចតែគ្នាដែរមែនទេអ្នកនាងសូមមេត្តាកុំរំខានដល់ការសម្រាប់របស់អ្នកដំណើរផ្សេងទៀតអីលោកនិយាយថាអីមិញខ្ញុំស្ដាប់មិនយល់ទេជិះទៅខ្ញុំចង់ទៅបន្ទប់ទឹកដូចម្នាក់អំបញ្ញមិញអញ្ចឹងរឿងនេះលោកច្បាស់ជាយល់ហើយមែនទេបើបន្ទប់ទឹកអញ្ជើញមកខាងនេះបាទឆឹងស៊ីអ្នកនាងមានការអីចង់រកខ្ញុំមែនទេតើវាមានបញ្ហានៅត្រង់ណាហេតុអីឃើញខ្ញុំហើយគេនៅតែអាចធ្វើចិត្តត្រជាក់បានបែបនេះឆឹងស៊ីមកខ្ញុំនៅណាតើពួកអ្នកធ្វើស្អីខ្លះនៅខាងក្នុងហ្នឹងអ្នកនាងតើអ្នកនាងចង់មានន័យថាម៉េចបើអ្នកនាងនៅតែបន្តបង្កចំនួនបែបនេះទៀតខ្ញុំនឹងឲ្យសន្តិសុខហើយឆឹងស៊ីហេតុអីបានជាលោកធ្វើបែបនេះខ្ញុំមិនយល់ពីសម្ដីរបស់អ្នកនាងទេតើជើងហោះហើរឯកជនទីយូនឹងវាជាស្អីឲ្យប្រកាសតើលោកនិងម៉ាក់ខ្ញុំមានទំនាក់ទំនងអីនឹងគ្នាឲ្យប្រកាសទៅអ្នកនាងតើខ្ញុំមានទំនាក់ទំនងអីជាមួយម៉ាក់របស់អ្នកនាងទៅខ្ញុំស្ដាប់មិនយល់ទេបងឆឹងស៊ូមើលឲ្យច្បាស់មើលអូនជាប្រពន្ធបងណាមើលឲ្យច្បាស់ទៅមើលអ្នកនាងសូមមេត្តាឲ្យតម្លៃខ្លួនឯងផងបើនៅតែរករឿងបែបនេះទៀតខ្ញុំនឹងឲ្យសន្តិសុខហើយទៅហៅពួកគេចូលមកឲ្យអស់មកមើលរឿងល្អដែលបងធ្វើចុះហេតុអីបងធ្វើដាក់អូនបែបហ្នឹងអាដែលថាចង់ផ្ដល់ភាពភ្ញាក់ផ្អើលឲ្យបងគឺតាមដានបងនឹងអីនេះមែនទេភាពភ្ញាក់ផ្អើលដែលអូនផ្ដល់ឲ្យបងនោះតាមពិតបងដឹងរឿងនឹងយូរហើយមែនទេអូនឯងតែងតែនិយាយថាគ្រប់គ្រងការងារបងជឿជាក់លើបងចុះឥឡូវអូនកំពុងធ្វើស្អីហ្នឹងគឺបងទេដែលធ្វើខុសចំពោះអូនមុនបងសហការជាមួយម៉ាក់អូនមកបោកអូនគ្រាន់តែសួរមួយម៉ាត់វាយ៉ាងម៉េចបងបោកអូនរឿងអីមិញនឹងអូនឃើញច្បាស់នឹងភ្នែកម៉ាក់អូននៅក្នុងនឹងមែនទេបងឲ្យគាត់ចេញមកមើលមិននឹកស្មានថាអូនគិតដេកដាស់ដល់ថ្នាក់នឹងសោះអស់សង្ឃឹមណាស់អ្នកដែលត្រូវអស់សង្ឃឹមគឺអូនទេរឿងជើងហោះហើរឯកជននឹងវាជាស្អីឲ្យប្រកាសបើបងមិនព្រមប្រាប់អូនទេថ្ងៃនេះបងកុំសង្ឃឹមថាបានទៅណាឲ្យសោះធានបងកំពុងធ្វើការកុំមករំខានការងារបងអីអូនមករំខានការងារបងមែនទេចឹងជាអូនជាប្រពន្ធបងណាអូនគ្រាន់តែចង់ដឹងការពិតប៉ុណ្ណោះតែបងបែរជានិយាយដាក់អូនបែបហ្នឹងចុះមកអូននៅណា
ជាងចិនមិនក៏កូនមកនៅទីនេះម៉ាក់មិនក៏ម៉ាក់ចេញពីទីនឹងមកម៉ាក់ទៅបន្ទប់ទឹកតើនេះប្តីប្រពន្ធកូនអញឆ្លោះគ្នាទៀតហើយមែនទេម៉ាក់មានផ្ទៃពោះមែនទេកូននេះគិតស្អីហ្នឹងតែមិញនេះកូនច្បាស់ណាស់ពីបងចេញជានិយាយថាម៉ាក់មានផ្ទៃពោះម៉ាក់ថែមទាំងប្រាប់ថាគាត់ថត់ទៀតកូនគិតច្រើនពេកហើយអ្វីដែលចេងជាចង់មានន័យនោះគឺម៉ាក់ចង់មានន័យថាក្រោមការដឹកនាំរបស់ចេងជាក្រុមហ៊ុនកាន់តែរីកចម្រើនទៅមុខធ្វើឲ្យក្រុមហ៊ុនមានឈ្មោះបោះសម្លេងខ្លាំងតែថាចុះរឿង TUC នឹងជាស្អីឲ្យប្រកាសកូនម្នាក់នេះនៅតែនិយាយរឿងនឹងទៀតបើអញ្ចឹងម៉ាក់ទៅវិញសិនហើយកូនទាំងពីរនាក់និយាយគ្នាឲ្យស្រួលបួលទៅដោះស្រាយការយល់ច្រឡំគ្នាទៅណាឲ្យតែមានចិត្តសង្ស័យហើយអូននិយាយអ្វីក៏គ្មានប្រយោជន៍ដែរគឺគាត់អ្នកក្បត់អូនមុនសោះគាត់មានសិទ្ធិអីមកធ្វើមុខកំសត់ផងខឹងផងបែបហ្នឹងកញ្ញាស៊ូមិននឹកស្មានថាទៅថ្ងៃមុខអ្នកនាងខ្លាចជាប្រពន្ធរបស់អ្នកដំណាំម្នាក់សោះតើអ្នកនាងប្រាប់រឿងខ្ញុំទៅឈឹងស៊ឺមែនទេបានជាមកនៅលើយន្តហោះហ្នឹងគ្មានរឿងអីកើតឡើងទាំងអស់បើអ្នកនាងចង់ដឹងខ្លាំងម្ល៉េះហេតុអីមិនទៅរកការពិតដោយខ្លួនឯងទៅមានន័យថាម៉េចឬមួយអ្នកនាងភ្លេចហើយលើខ្លួនគាត់នៅមានខខូតមួយទៀតលីវស៊ីអ៊ីនិយាយមិនខុសទេបើគ្រប់គ្នាចង់លាក់បាំងខ្ញុំអញ្ចឹងមានតែខ្ញុំរកការពិតដោយខ្លួនឯងទេរឿងទាំងអស់នេះគឺមកពីខខូតមួយហ្នឹងបើសិនជាអាចដឹងអាចកំបាំងក្នុងហ្នឹងខ្ញុំនឹងឈឹងស៊ឺប្រហែលជាមិនធ្លាក់ដល់កម្រិតហ្នឹងទេចុះលេខកូដវាជាស្អីទៅអាឡូបាត់ទទួលជ្រាបស្អែកថ្ងៃទី7មែនទេខ្ញុំនឹងហោះហើរបន្តផ្ញើជើងហោះហើរមកឲ្យខ្ញុំផងថ្ងៃហោះហើរមិនហើយដើម្បីស្រោចស្រង់ក្រុមហ៊ុនដែលចិត្តដួលរលំក្រុមហ៊ុនបានបង្កើតគម្រោងជើងហោះហើរថ្មីហើយលេខកូដសម្គាល់នៃជើងហោះហើរនេះគឺផ្ទែងហើយគេរៀបចំជើងហោះហើរតែនៅថ្ងៃជាក់លាក់ណាមួយប៉ុណ្ណោះឬមួយក៏លេខកូដថហ្នឹងគឺជាថ្ងៃហោះហើរគ្រាន់តែវាថ្ងៃហោះហើរនឹងចូលនឹងអាចដឹងហើយថាមានអីនៅក្នុងវីដេអូនឹងឲ្យប្រកាសឲ្យតែបានមើលវីដេអូនេះនឹងដឹងថាបងឆេងឆេគាត់ពិតជាស្អាតស្អំមែនអត់ប្រពន្ធសម្លាញ់គុំជឿអ្នកណាទាំងអស់រាល់អាចកំបាំងទាំងអស់គឺនៅក្នុងវីដេអូខលនេះឯងចាំមើលថាឆេងឆេលួចមានស្រីមែនអត់ហើយមានការជួញដូរអីលើយន្តហោះមែនអត់ខ្ញុំនឹងដឹងឥឡូវនឹងហើយនេះគឺជាលេខកូដពិតជាត្រូវមែន
ចុះនេះគឺជាខ្ញុំស្មានថាជាតិនឹងគ្មានឱកាសបានធ្វើជាម្ដាយគេទៅហើយសំណាងឲ្យបានឆេងឆេទើបខ្ញុំអាចមានកូនម្នាក់នេះបានមិនក៏អីចឹងបងឆេងឆេតើបងនៅមានរឿងអីលាក់បាំងអូនទៀតនេះមិនមែននៅលើយន្តហោះទេនេះគឺជាមន្ទីរពេទ្យសម្ភពលៀនស៊ីនហេតុអីបានជាឆេងឆៃទៅថតវីដេអូនៅមន្ទីរពេទ្យសម្ភពទៅវិញឬមួយក៏ក្រុមហ៊ុនពិតជាមានរឿងលាក់បាំងមែនមិនបានទេខ្ញុំត្រូវតែស៊ើបអង្កេតឲ្យច្បាស់មិននឹកស្មានថាពេទ្យនេះសេវាកម្មល្អសោះល្អតើអញ្ចឹងលើកនេះខ្ញុំនឹងចូលក្រុមហ៊ុនក្នុងនាមជាភ្ញៀវវេបចាំមើលថាពួកឯងមានល្បិចអីឲ្យប្រកាសចុះអាលិខិតពិសេសនេះវាជាស្អីទៅប្រពន្ធសម្លាញ់អូនកំពុងធ្វើអីហ្នឹងប្រពន្ធសម្លាញ់អូនភ្ញាក់តាំងពីអង្ការអូនទើបតែភ្ញាក់មិញហ្នឹងឃើញបងមើលតែទូរស័ព្ទរហូតបងមើលអីហ្នឹងអត់មានអីទេបងគ្រាន់តែឆាតលេងជាមួយមិត្តភក្តិតើអូមែនហើយបងខាងក្រុមហ៊ុនអាកាសចររបស់បងមានបុគ្គលិកផ្នែកសេវាកម្មអតិថិជននៅខាងក្រៅអត់បងមិនដឹងដែរសំដែងទៀតទៅចាំអូនរកផូស្តាំងបានសិនអូននឹងបោះវាចំមុខបងតែម្ដងធានអូនកើតអីហ្នឹងអត់អីទេគេងទៅបងក៏សម្រាប់ឲ្យបានឆាប់ដែរទៅមន្ទីរពេទ្យសម្ភពមិនក៏មានតែបុគ្គលិកប្រុសអញ្ចឹងជំរាបសួរតើអ្នកនាងចង់មកធ្វើសេវាកម្មដំឡើងសមាជិកមែនទេខ្ញុំបានកក់សេវាកម្មក្រោយការលក់របស់អាកាសចរសងសេតើជាប្រភេទមួយណាដែរអូអ្នកនាងចាំបន្តិចណាចាំខ្ញុំឆែកមើលបន្តិចជំរាបសួរអ្នកនាងពិតជាភ្ញៀវវេបរបស់ក្រុមហ៊ុនយើងមែនក្រុមហ៊ុនយើងរក្សាការសម្ងាត់ជូនភ្ញៀវបានយ៉ាងល្អបំផុតអំឡុងពេលព្យាបាលហាមប្រើទូរស័ព្ទថតសម្លេងឬថតវីដេអូដាច់ខាតសូមអ្នកនាងទុកទូរស័ព្ទនៅទីនេះសិនមកអរគុណសម្រាប់ការសហការសូមអ្នកនាងពាក់ស្បៃមុខនេះផងនេះជាមន្ទីរពេទ្យស្អីទៅមិនក៏ត្រូវពាក់ស្បៃមុខដែរមិននឹកស្មានថាមន្ទីរពេទ្យនេះមើលទៅហើយសូដល់ថ្នាក់នឹងសោះអ្នកនាងដោយសារតែកម្រិតសមាជិកភាពរបស់អ្នកនាងខ្ពស់ដូច្នេះអ្នកនាងនឹងទទួលបាននៅកញ្ចប់សេវាកម្មហោះហើរពិសេសដែលរៀបចំជូនអ្នកនាងសូមរងចាំបន្តិចឲ្យសេវាកម្មរបស់អាកាសចរសងសនេះពិតជាល្អខ្លាំងណាស់មិនហើយការងាររៀបការ8ឆ្នាំហើយអត់មានកូនសោះគ្រាន់តែជិះអាកាសចរសងស៊ី2ដងក៏បានកូនភ្លោះតែម្ដងឥឡូវនឹងមានផ្ទៃពោះទៀតហើយខ្ញុំក៏អញ្ចឹងដែរពិតជាអរគុណអាកាសចរសងស៊ីខ្លាំងណាស់តើពួកបងចង់មានន័យថាម៉េចតើមន្ទីរពេទ្យនេះមានពាក់ព័ន្ធអីជាមួយអាកាសចរសងស៊ីរឿងប៉ុណ្ណឹងក៏បងមិនដឹងដែរចាំខ្ញុំប្រាប់រឿងវាអញ្ចេះគឺពួកគេនឹងហើយតែសំណាងដែរដែលថ្ងៃនេះចឹងស៊ឺជាប់ទៅហោះហើរមិនបានមកជាមួយពួកគេទេយ៉ាងហោចណាស់ក៏មិនកើតរឿងដូចមុនដែរចឹងស៊ឺខ្ញុំចង់សាកកញ្ចប់ហោះហើរកម្រិតខ្ពស់បំផុតចុះមិនថាចឹងស៊ឺទៅហោះហើរទេអីចុះមិនក៏មកនៅទីនេះគេបោកខ្ញុំទៀតហើយថ្ងៃនេះពួកយើងមកចំពេលល្អណាស់លើថាថ្ងៃនេះលោកគ្រូពេទ្យចឹងស៊ឺបង្ហាញធ្វើដៃតបខ្លួនឯងទៀតស្វាគមន៍អ្នកទាំងអស់គ្នាមកពីនិតសុខភាពឡើងវិញនៅលៀនស៊ីនអ្នកទាំងអស់គ្នាសុទ្ធតែជាភ្ញៀវវេបរបស់ក្រុមហ៊ុនយើងសូមអញ្ជើញតាមលោកគ្រូពេទ្យរៀងខ្លួនទៅបន្ទប់វេបបាទលោកគ្រូពេទ្យតែអ្នកទាំងនេះមិនមែនជាស្ទូតទេអីល្អតើចាំមើលថាពួកឯងនៅមានអាកំបាំងអីលាក់បាំងទៀតអ្នកនាងស៊ីងវៃអញ្ជើញតាមខ្ញុំទៅបន្ទប់សម្រាប់បាទរឿងដែលពួកបងធ្វើទាំងនេះមិនខ្លាចប្តីដឹងទេអីចង់មានកូនដល់ថ្នាក់ធ្វើរឿងបែបហ្នឹងខ្ញុំថាពួកបងឈួតអស់ហើយនាងចង់មានន័យថាម៉េចខ្ញុំចង់មានកូនវាខុសត្រង់ណាខ្លួនឯងកើតមិនបានក៏មិនចង់ឲ្យគេកើតដែរមែនទេពួកបងមកទីនេះដើម្បីអីបងដឹងច្បាស់ក្នុងចិត្តហើយមិនខ្លាចប្តីដឹងទេអីប្តីខ្ញុំគាត់ដឹងតើគាត់ថែមទាំងគ្រប់គ្រងខ្ញុំទៀតប្តីអ្នកមិនប្រកាន់រឿងបែបហ្នឹងទេអីទាំងអស់ហ្នឹងគឺដើម្បីកូនមែនទេបើគ្មានកូនទេចុះទ្រព្យសម្បត្តិខ្ញុំនឹងប្តីគិតយ៉ាងម៉េចឈួតអស់ហើយ
អ្នកនាងកុំអើខឹងអីពួកយើងធ្វើការត្រឹមត្រូវតាហើយចេញទៅចឹងជាបងធ្វើអីខ្លះបងដឹងខ្លួនឯងច្បាស់ហើយមកតាមខ្ញុំអ្នកនាងលែងទៅពួកយើងកំពុងធ្វើការអានឹងហៅថាធ្វើការដែរមកដល់ពេលនេះហើយនៅមិនដឹងថាខ្ញុំជាអ្នកណាទៀតមែនទេមើលខ្លួនឯងទៅកុំប៉ះគាត់បងឆេងជាបងមិនអីទេមែនទេបងមិនអីទេលេងគាត់ទៅឯងមានសិទ្ធិអីមកបញ្ជាខ្ញុំមនុស្សចរិតឆេវឆាវដូចឯងរកការងារធ្វើបានយ៉ាងម៉េចទៅពិតជាគ្មានមារយាទមែនមនុស្សបែបហ្នឹងមិនសមតតែសោះឯងធ្វើឲ្យបងប្រុសពួកយើងជឿហើយលេងគាត់ទៅគាត់ជារបស់ខ្ញុំណែបងឆេងជាគាត់ចិត្តទូលីណាស់គាត់ជារបស់ពួកយើងទាំងអស់គ្នាមិនមែនជារបស់ឯងម្នាក់ឯងទេបងស្រីថ្ងៃក្រោយកុំមកក្បែរឆេងជាទៀតអីនៅចំពោះមុខបងប្រុសមនុស្សគ្មានមារយាទដូចឯងមិនសមនឹងមកទីនេះតតែសោះចេញទៅបើអញ្ចឹងខ្ញុំនឹងប្រាប់រឿងឯងឲ្យគ្រប់គ្នាដឹងឲ្យម៉ាក់ដេញមនុស្សចង្រៃដូចឯងចេញពីក្រុមហ៊ុនឲ្យបាត់ធានមានរឿងអីហ្នឹងម៉ាក់ខ្ញុំដឹងអាចកំបាំងរបស់ចឹងស៊ឺហើយចុះមន្ទីរពេទ្យលំដាប់ខ្ពស់នឹងមានរឿងអីធានតើមានរឿងអីកើតឡើងចំពោះចឹងស៊ឺនៅក្រុមហ៊ុនមែនទេគឺរឿងមិញនេះកញ្ញាម្នាក់នេះនិងខ្ញុំម្នាក់ទៀតបានមានចំនួននឹងគ្នាមិនមែនខ្ញុំប្រាប់ឯងហើយទេអីអ្នកដែលមកទីនេះថ្ងៃនេះសុទ្ធតែជាភ្ញៀវកិត្តិយសហាមធ្វើឲ្យភ្ញៀវណាម្នាក់ទាស់ចិត្តដាច់ខាតថយចេញកញ្ញាថ្ងៃនេះពួកយើងពិតជាមើលថែមិនបានដិតដល់មែនបើអញ្ចឹងកញ្ញាយកយ៉ាងណាដែរខ្ញុំបដូរគ្រូពេទ្យថ្មីជូនកញ្ញាវិញតើល្អទេគាត់ចង់មានន័យថាម៉េចហ្នឹងឬមួយក៏មកខ្ញុំជាអ្នកនៅពីក្រោយរឿងនេះកញ្ញាថ្ងៃនេះសុំទោសពិតមែនបើអញ្ចឹងបន្តិចទៀតកម្មវិធីរបស់លោកគ្រូពេទ្យឆឹងស៊ឺខ្ញុំនឹងរៀបចំជូនកញ្ញាមុនគេបានទេបាទអូស្រីម្នាក់នេះសំណាងក្នុងគ្រោះថ្នាក់មែនហ្នឹងមីក្មេងម្នាក់នេះហេងមែនទែនមិនត្រឹមតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃពិសេសរបស់ក្រុមហ៊ុន TUC យើងដែលជាថ្ងៃខួបអនុស្សាវរីយ៍1ឆ្នាំនៃការបង្កើតឡើងចឹងចុះបន្តិចទៀតនេះអ្នកទាំងអស់គ្នាអាចដើរតាមខ្ញុំទៅបន្ទប់ពេទ្យដើម្បីចូលទស្សនាផ្ទាល់បានមានរឿងល្អចឹងដែរទៅទាំងអស់គ្នាមកហីល្អខ្លាំងណាស់ចឹងពួកគាត់កំពុងធ្វើស្អីហ្នឹងតោះអ្នកទាំងអស់គ្នាអញ្ជើញតាមខ្ញុំមកមិនបានទេថ្ងៃនេះខ្ញុំត្រូវតែដឹងឲ្យបានថាពួកឯងកំពុងធ្វើស្អីឲ្យប្រាកដខ្ញុំត្រូវតែរកភស្តុតាងទុកអ្នកនាងត្រៀមខ្លួនរួចរាល់ហើយឬនៅចុះសម្រាប់ការព្យាបាលលើកនេះតើអ្នកណាគេចង់មកមុនគេខ្ញុំសុំមុនគេខ្ញុំជាកូនក្រមុំខ្ញុំត្រូវតែមានកូនឲ្យបានឲ្យខ្ញុំទៅខ្ញុំថែមលុយឲ្យក៏បានដែរអ្នកទាំងអស់គ្នាសម្រាប់លើកនេះទុកឲ្យខ្ញុំជាអ្នកមកមុនវិញចុះបើបងមកមុនបែបនេះធ្វើឲ្យខ្ញុំភ័យស្លន់ស្លោហើយសៀវជឹងអតិថិជនថ្ងៃនេះសំខាន់ណាស់ហើយបងក៏មានបទពិសោធន៍ច្រើនជាងដែរចាត់ទុកថាបងបង្រៀនអញចុះតោះអញ្ជើញចូលមកក្រុមហ៊ុននេះពិតជាមានអីមិនស្រួលមែនសៀវឆឹងមួយរយៈនេះធ្វើដៃមិនអន់ទេតើបានហើយកុំឲ្យភ្ញៀវវេបចាំយូរពេកហើយពួកគាត់ចូលមកចាស់ចូលមកបានហើយចូលថ្មឹងធ្វើអីទៀតប្រញាប់ឡើងមកទាំងអស់គ្នាទៅមិនផ្លាច់ទេដែលរដងគាត់មកផ្ទះវិញហត់ខ្លាំងម្លេះតាមពិតរឿងវាអីចឹងសោះខំតែមានអារម្មណ៍ខុសចំពោះគាត់កន្លងមកពួកនឹងពិតជាមិនចេះខ្មាស់គេមែនហ៊ានដល់ថ្នាក់នៅក្នុងក្រុមហ៊ុនដែលជាកន្លែងសាធារណៈមកធ្វើរឿងបែបហ្នឹងកើតខ្ញុំនឹងថតទុកឲ្យអស់បញ្ចេញឲ្យអ្នកសារព័ត៌មានដឹងឲ្យពួកឯងបាក់មុខខ្ទេចខ្ទីតែម្ដងនាងកំពុងលួចថតលោកស្រីម្នាក់នេះមែនទេនៅទីនេះមិនអនុញ្ញាតឲ្យយកទូរស័ព្ទចូលទេហើយក៏មិនឲ្យថតវីដេអូដែរហ៊ានលួចថតផងហើយចាប់នាងទុក
លោកស្រីក្រុមហ៊ុនយើងមានច្បាប់ទម្លាប់ត្រឹមត្រូវអញ្ជើញចេញទៅក្រៅវិញទៅនាំលោកស្រីម្នាក់នេះចេញទៅហ៊ានលួចថតពួកយើងផងចេញទៅបើមិនអញ្ចឹងទេខ្ញុំនឹងឲ្យហ្វេនរបស់ខ្ញុំហែកមុខស្រីលួចមើលគេដូចជានាងឯងឆឹងស៊ឺឈ្មោះបងឆឹងស៊ឺមិនមែនសម្រាប់ឲ្យនាងឯងមកហៅតាមចិត្តទេនៅទីនេះគាត់គឺជាប្តីរបស់ខ្ញុំប្តីនាងឯងកុំមកលេងសាច់អីមនុស្សស្រីនៅក្នុងបន្ទប់នេះមានអ្នកណាដែលថាមិនចង់ការជាមួយមនុស្សប្រុសល្អដូចជាឆេងឆេនោះចេញទៅអូអ្នកនាងមិនក៏មកអង្គុយលើដេកអញ្ចឹងមកឆាប់ក្រោកឡើងប្តីខ្ញុំនៅក្នុងនឹងប្តីអ្នកនាងចាស់គឺខ្ញុំនឹងហៅអ្នកនាងស៊ូបងចេញប្រហែលជាកំពុងរវល់នៅខាងក្នុងហើយប្រហែលជាត្រូវចាំ1ម៉ោងពីអីទៀតហើយលីវស៊ីអីជួយខ្ញុំផងខ្ញុំចង់លេងលេះជាមួយគេមនុស្សប្រុសបែបហ្នឹងមិនសមឲ្យខ្ញុំស្រឡាញ់ទេម្ដាយបែបហ្នឹងក៏មិនសមឲ្យខ្ញុំគោរពដែរខ្ញុំដឹងរឿងរបស់ពួកគេអស់ហើយលោកក៏បានឃើញដែរឆាប់ប្រាប់មកថាពួកគេកំពុងធ្វើស្អីឲ្យប្រាកដមិនក៏លោកមើលទៅភ័យជាងខ្ញុំទៅទៀតអញ្ចឹងក៏ព្រោះតែខ្ញុំបារម្ភពីអ្នកនាងនឹងណាអ្នកនាងសប្តាហ៍នេះមានរឿងអីឲ្យប្រាកដទៅតើអ្នកនាងឃើញពួកគេធ្វើអីខ្លះខ្ញុំឃើញពួកគេមួយក្រុមចំរោមឆេងឆេចុះអ្នកនាងបានឃើញផ្ទាល់ភ្នែកទេថាពួកគេធ្វើអីគឺខ្ញុំមិនបានឃើញទេរឿងដែលមិនបានឃើញនឹងភ្នែកគឺមិនអាចយកមកធ្វើជាភស្តុតាងបានទេចាប់ចោលត្រូវចាប់ឲ្យបានទាំងភស្តុតាងរឿងមួយនេះតើតែឃើញផ្ទាល់ភ្នែកទើបឯងជឿមែនទេឬមួយក៏រឿងនេះនៅមានអាចកំបាំងអីផ្សេងទៀតពួកគាត់ចេញមកហើយទៅឆាប់ពួនទៅខ្ញុំថាលើកនេះច្បាស់ជាសង្កេតអស់ហើយខ្ញុំក៏គិតអញ្ចឹងដែរលើកនេះហត់នឿយដល់លោកគ្រូពេទ្យឆេនហើយចុះឆេងឆេស្មោះត្រង់មិននឹកស្មានថាជារឿងពិតសោះខ្ញុំខំតែទុកចិត្តបងខ្លាំងណាស់ឥឡូវសំបីតែសង្ឃឹមបន្តិចក៏លីអស់ដែរកញ្ញាស៊ូចិត្តត្រជាក់សិនរឿងប្រហែលជាមិនដូចអ្វីដែលកញ្ញាគិតទេមិនដូចយ៉ាងម៉េចបើខ្ញុំឃើញផ្ទាល់ភ្នែកទៅហើយហ្នឹងចេងឆៃមិនខ្លាចមកនៅក្នុងនឹងទេអីហើយមកខ្ញុំទៀតហ៊ានចូលដៃជាមួយចេងឆៃមកបោកខ្ញុំមិនក៏ពួកគាត់ធ្វើដាក់ខ្ញុំបែបហ្នឹងតិចទៅចង់ឲ្យគេដឹងមែនទេដឹងក៏ដឹងទៅខ្លាចអីខ្ញុំនឹងលេងលេះជាមួយគាត់លេងលេះក៏ត្រូវមានភស្តុតាងដែរបើអញសុំលេងលេះគ្មានមូលហេតុបែបនេះតើអញបានអីខ្លះមិនហើយតាំងពីរៀបការមកខ្ញុំទុកចិត្តចេងឆៃពេករឿងទ្រព្យសម្បត្តិអីខ្ញុំមិនដែលសួរនាំគាត់សោះបើលេងលេះឥឡូវខ្ញុំច្បាស់ជាមិនបានអីទាំងអស់មិនបានទេខ្ញុំត្រូវតែរកភស្តុតាងឲ្យបានត្រូវថតវីដេអូពេលគាត់លួចមានស្រីទុកខ្ញុំនឹងធ្វើឲ្យគាត់ចេញពីផ្ទះទាំងខ្លួនទេស្អាតលោកលីនថ្ងៃនេះអរគុណលោកនឹងឆឹងស៊ឺខ្លាំងណាស់ថ្ងៃត្រង់នេះខ្ញុំនឹងប៉ាពួកអ្នកឯងឲ្យផ្អើលម្ដងតោះទៅជាមួយខ្ញុំធ្វើការហត់នឿយបែបនេះគួរតែសម្រាប់ឲ្យស្រួលខ្លួនខ្លះហើយល្អតើឥឡូវឈប់ធ្វើពុតទៀតហើយមែនទេស្មានតែខ្ញុំនឹងស្រួលធ្វើបាបមែនចាំមើលថ្ងៃនេះខ្ញុំចាត់ការពួកឯងយ៉ាងម៉េចខ្លះហាមិនបានទេខ្ញុំមិនអាចឲ្យពួកវាទៅស្រួលបែបនេះឡើយតែមិញនេះសំបីតែស្លាកលេខឡានក៏ខ្ញុំមើលមិនទាន់ផងតើឲ្យខ្ញុំទៅរកឆឹងស៊ឺនៅណាទៅលេខដែលលោកអ្នកកំពុងហៅមិនអាចតាក់ទងបានទេនៅពេលនេះលេខដែលលោកអ្នកកំពុងហៅមិនអាចតាក់ទងបានទេនៅពេលនេះមើលទៅលើកនេះពួកវាច្បាស់ជាណាត់គ្នាទុកមុនហើយគឺចង់គេចមុខពីខ្ញុំនឹងមកបើដឹងអញ្ចឹងមិញខ្ញុំគួរតែនៅមានម្នាក់ទៀតគេច្បាស់ជាដឹងមិនខានអ្នកទាំងអស់គ្នាឲ្យមិនដឹងជាស្រីសំណាងមកពីណានោះទេដែលមានសំណាងខ្លាំងយ៉ាងនេះរហូតដល់បានការជាមួយប្រុសល្អដូចជាប្រធានផ្នែកសត្វចិញ្ចឹមបែបនេះតែបើនៅលើយន្តហោះវិញគាត់គឺជារបស់ពួកយើងទាំងអស់គ្នាអ្នកនាងចាំខ្ញុំបដូរស្បែកជើងទាត់ជូនណាបែបនឹងតើទើបគេហៅថាការទទួលភ្ញៀវដ៏កក់ក្ដៅបំផុតនោះ
តើពួកវាទៅណែណាអស់ហើយថ្ងៃនេះបងឆឹងសឺហត់នឿយខ្លាំងហើយត្រូវតែសម្រាប់លំហែកាយឲ្យបានស្រួលបន្តិចឥឡូវអូនកំពុងមានផ្ទៃពោះផងហាត់ប្រាណបែបខយោត្រូវតែប្រយ័ត្នបន្តិចហត់ពេញមួយថ្ងៃហើយនៅឆ្លៀតមកហាត់ទៀតមិនខ្លាចគាំងបេះដូងស្លាប់ទេអីចឹងជាជួយមើលតិចមើលខ្ញុំធ្វើក្បាច់នឹងត្រូវនៅម៉ាស៊ីននឹងមិនសូវត្រូវជាមួយបងទេមិនល្អចំពោះសុខភាពទេតោះយើងមកហាត់យូហ្គាវិញល្អជាងជាវឆេងធ្វើបែបនឹងមែនទេអ្នកមីងករណីអ្នកមីងមិនដូចពួកគេទេអ្នកមីងហាជាវឆេងដូចជាក្រិចចង្កេះបាត់ហើយជួយទាញសរសៃឲ្យខ្ញុំបន្តិចបានទេជាវឆេងមកពីខ្ញុំផឹកជាយូរបស់ឯងនឹងបាត់មិនអីទេតោះខ្ញុំជូនទៅសម្រាប់សៀវភៅតែនពិសេសទីយូទៀតហើយពួកនឹងមកទៀតហើយអាយ៉ាពួកគេមកញឹកញាប់ណាស់មិនហើយយ៉ាងហោចណាស់ក៏មួយអាទិត្យ2 ដងដែរហើយពេលហត់ក៏ទៅសម្រាប់នៅបន្ទប់ Presidential Suite ទៀតពិតជាទំនេរពេកហើយមកជារៀងរាល់អាទិត្យតែម្ដងចឹងជិះមិនចម្លែកទេដែលអញអស់កម្លាំងខ្លាំងបែបហ្នឹងអូខេអីចឹងឥឡូវខ្ញុំទៅសន្តាគារសិនចាំមើលថាពួកអញកំពុងធ្វើរឿងឈួតអីខ្លះពួកអាថោកទៀតលើកនេះខ្ញុំត្រូវតែថតទុកជាស្តាំងឲ្យបានចាំមើលលើកនេះបងអញដោះសារថាម៉េចទៀតអ្នកណាគេនឹងបុគ្គលិកសន្តាគារចាធានមិនក៏ជាអូនបងភ្ញាក់ផ្អើលមែនទេចង់ដឹងណាស់ថាមានអ្នកណានៅក្នុងនឹងអត់បានទេអូនចូលទៅមិនបានទេកំពុងងូតទឹកមែនទេបើខ្ញុំមកយឺតតែមួយជំហានទៀតមិនដឹងជាមានរឿងអីកើតឡើងខ្លះទេមីស្រីថោកទាបចេញមកភ្លាមមិនបានទេកុំចូលទៅចេញទៅធានមិនក៏កូនមកនៅទីនេះមិនក៏មកនៅទីហ្នឹងចុះមិនមែនឃើញឃើញមានស្រីណាទេអត់មានទេស៊ូយ៉ានបងនឹកស្មានមិនដល់តតែសោះថាអូនមិនទុកចិត្តបងដល់ថ្នាក់ហ្នឹងបងខកចិត្តនឹងអូនខ្លាំងណាស់ធានពីអ្នកប្តីប្រពន្ធឯងកាត់អីប្រហែលថ្ងៃហ្នឹងធានរឿងវាមិនមែនដូចអ្វីដែលកូនគិតទេម៉ាក់នឹងចឹងស៊ឺគ្រាន់តែមកកំដរភ្ញៀវហាត់ប្រាណមកលំហែកាយបន្តិចតើវាមិនមែនដូចអ្វីដែលកូនឃើញទេប៉ុន្តែចាំខ្ញុំទេទៅរកចឹងស៊ឺគាត់បោកខ្ញុំថាគាត់នៅលើយន្តហោះគាត់ប្រកាសជាខ្លាចកូនយល់ច្រឡំហើយ
ធានឲ្យមនុស្សប្រុសនឹងណានៅខាងក្រៅវាមិនងាយស្រួលទេកូនត្រូវចេះយកយល់ឲ្យគាត់ខ្លះទៅអីចឹងស្ដាប់ម៉ាក់ណាកូននឹងចឹងស៊ឺនាំគ្នាទៅផ្ទះនិយាយគ្នាឲ្យច្បាស់សិនទៅចាំម៉ាក់នៅកំដរភ្ញៀវទីនេះតោះទៅចុះចឹងស៊ឺរឿងក្លឹបហាត់ប្រាណមុននឹងខ្ញុំស៊ើបដឹងអស់ហើយបងតែងតែទៅហាត់ប្រាណជាមួយភ្ញៀវរាល់ពេលផឹកស៊ីរួចពួកបងស្រាប់តែបាត់ខ្លួនតែម្ដងតើពួកបងកំពុងធ្វើស្អីឲ្យប្រាកដបងប្រាប់ឲ្យតើថានេះជាការងារអូនជប់សង្ស័យផ្ដេសផ្ដាស់ទៀតបានទេទោះរឿងក្លឹបហាត់ប្រាណជាការយកច្រឡំក៏ដោយចុះរឿងនៅក្រុមហ៊ុនអាកាសចរនោះវិញចឹងស៊ឺខ្ញុំមិនមែនតាមបងទៅតែនៅក្លឹបហាត់ប្រាណទេខ្ញុំថែមទាំងតាមបងទៅដល់មន្ទីរពេទ្យទៀតផងខ្ញុំឃើញអស់ហើយថាពួកបងធ្វើស្អីខ្លះនេះអូនលួចតាមដានបងតាំងពីដើមមកចឹងស៊ឺបងជាអ្នកប្រាប់ខ្ញុំថាបងត្រូវឡើងយន្តហោះតែចុងក្រោយបងបែរជាទៅទីនោះទៅធ្វើរឿងបែបហ្នឹងទៅវិញរឿងបែបណាធានបងនិយាយពីស្អីហ្នឹងធ្វើពុតមែនធ្វើពុតទៀតទៅចឹងស៊ឺអូនទ្រាំលេងបានហើយក្បត់ម្ដងគឺជប់ប្រើអស់មួយជីវិតបែបហ្នឹងអូនឆ្អែតហើយអូនចង់លេងលេះជាមួយបងថាវានឹងទៅជាយ៉ាងណាមនុស្សភូតផោដល់ថ្នាក់នឹងហើយនៅមិនព្រមនិយាយការពិតទៀតចឹងស៊ឺមិននឹកស្មានថាព្រមចេញពីផ្ទះខ្លួនទេបែបហ្នឹងសោះគ្មានការឆ្លោះប្រកែកគ្មានផូស្តាងគ្មានអ្វីទាំងអស់មិនក៏ទៅជាអញ្ចឹងមិនក៏ព្រមចុះហាត់លេខាស្រួលម្លេះលេខដែលលោកអ្នកកំពុងហៅមិនអាចតាក់ទងបានទេមនុស្សកុហកសូមព្យាយាមហៅម្ដងទៀតនៅពេលក្រោយបានបើចង់អញ្ចឹងអូនក៏ទៅដើរលេងឲ្យសប្បាយចិត្តដែរអាឡូពួកយើងចេញទៅដើរលេងឥឡូវហ្នឹងទៅចាប់ពីថ្ងៃនោះមកចឹងស៊ឺក៏បានបាត់ខ្លួនអូនទៅរកគេនៅក្រុមហ៊ុនក៏មិនឃើញទូរស័ព្ទក៏ខលមិនចូលផ្ញើសារតាម WeChat ក៏មិនទៅចុងក្រោយអូនមិនបានជួបគេអស់រយៈពេលយ៉ាងយូរគេបានក្បត់អូនមិននិយាយអីមួយម៉ាត់សោះខ្ញុំក៏មិនលើកលែងឲ្យរហូតដែរព័ត៌មានពីស្ថានីយ៍យើងក្រុមហ៊ុនអាកាសចរឈានមុខគេក្នុងក្រុងព័ត៌មានពីក្រុមហ៊ុនអាកាសចរ Masuko ភាគហ៊ុនធ្លាក់ចុះដល់បាតក្រុមហ៊ុនដាក់ពាក្យសុំការពីការខ្សែធនក្នុងរយៈពេលប៉ុន្មានខែករណីបុគ្គលិកបាត់ខ្លួនជាបន្តក្នុងក្រុមហ៊ុននេះមានរឿងអីហ្នឹងអាកាសចរ Masuko លេខដែលលោកអ្នកកំពុងហៅមិនទាន់មានប្រើប្រាស់នៅឡើយទេជំរាបសួរមិនក៏លេខហ្នឹងមិនទាន់មានប្រើប្រាស់ទៅវិញមានរឿងអីសូមពិនិត្យលេខឡើងវិញរួចហៅម្ដងទៀតលេខដែលលោកអ្នកកំពុងហៅមិនទាន់មានប្រើប្រាស់នៅឡើយទេសូមពិនិត្យលេខឡើងវិញរួចហៅម្ដងទៀតរឿងបែកការអស់ហើយលេងសម្ដែងទៅមុខរួចហើយនាំគ្នាប្លុកខ្ញុំទាំងពីរអ្នកតែម្ដងមែនទេតើពួកឯងចាត់ទុកខ្ញុំជាស្អីឲ្យប្រាកដកិច្ចសន្យាធានារ៉ាប់រងធានារ៉ាប់រងរាប់សិបលានអ្នកទទួលផលគឺជារូបខ្ញុំទាំងអស់ចឹងខ្ចីបានទិញធានារ៉ាប់រងឲ្យខ្ញុំឲ្យតែគាត់ស្លាប់បាត់បង់ជីវិតខ្ញុំនឹងទទួលបានសំណងរាប់សិបលាន
អូនសម្លាញ់កុំជឿសម្ដីលឺស៊ីអីកុំជឿអ្នកណាទាំងអស់ខ្ញុំមិនបានក្បត់គាត់ទេមានរឿងអីហ្នឹងឬមួយរឿងនេះមានអាចកំបាំងអីផ្សេងអាឡូចុះឆឹងស៊ឺណៃណាកញ្ញាស៊ូបងឆឹងមានរឿងនៅលើយន្តហោះឮថាគាត់ធ្វើការហួសកម្លាំងពេកឥឡូវគេកំពុងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យហើយមិនក៏គាត់ទៅជាអញ្ចឹងឆឹងស៊ឺគាត់កាត់អីឆឹងស៊ឺគាត់ធ្វើការហួសកម្លាំងពេកអស់កម្លាំងពីក្នុងខ្លួនខ្លាំងពេកចុះគាត់នៅជាមួយអ្នកណាតើអ្នកណាជាអ្នកធ្វើគឺពួកគេនឹងឯងកញ្ញាស៊ូអ្វីដែលសំខាន់ពេលនេះគឺបងឆឹងកញ្ញាស៊ូកុំបារម្ភពេកអីខ្ញុំគ្មានអីត្រូវបារម្ភផងគឺគាត់ជាអ្នកធ្វើខុសចំពោះខ្ញុំមុនពួកយើងលែងលះគ្នាហើយតែធ្លាក់ខ្លួនដល់ថ្នាក់ហ្នឹងគឺមកពីគាត់ធ្វើខ្លួនឯងទេអ្នកជាសាច់ញាតិមែនទេសំណាងហើយដែលបញ្ជូនមកតាន់ពេលឥឡូវអ្នកជំងឺលែងអីហើយតែក្នុងនាមជាសាច់ញាតិអ្នកពិតជាមិនទទួលខុសត្រូវសោះអ្នកជាប្រពន្ធគាត់មិនក៏មិនចេះបារម្ភពីសុខភាពប្តីខ្លួនឯងអញ្ចឹងតើអ្នកដឹងទេថាគាត់លួចលើថ្នាំនេះរហូតទើបបានជាសុខគាត់សន្លប់បែបហ្នឹងនេះជាអ្នកពិតជាមិនដឹងអីមែនបងមិនដោយឲ្យប្តីបងប្រើថ្នាំប្រភេទហ្នឹងបានយ៉ាងម៉េចបងដឹងទេថាថ្នាំហ្នឹងវាប៉ះពាល់ដល់រាងកាយខ្លាំងប៉ុណ្ណាពេលឆ្នាំមកនេះពេលដែលខ្ញុំនៅជាមួយគាត់គឺមានតិចតួចបំផុតខ្ញុំមិននឹងឲ្យគាត់ប្រើថ្នាំហ្នឹងទៅច្បាស់ជាស្រីអស់នឹងហើយគឺពួកគេនឹងឯងទោះយ៉ាងណាបងជួយបារម្ភពីគាត់ឲ្យច្រើនផងឥឡូវអាការៈគាត់ទើបតែធូរស្រាលទេតែបើចង់ឲ្យដឹងខ្លួនវិញត្រូវចំណាយពេលបន្តិចទៀតសង្ឃឹមថាបងនឹងជួយមើលថែគាត់ឲ្យបានល្អឆឹងស៊ឺតើបងលាក់រឿងខ្ញុំច្រើនប៉ុណ្ណាទៅអ្នកនាងស៊ូខ្ញុំសុំចេញទៅដងទឹកបន្តិចចាំបន្តិចខ្ញុំមកវិញហើយមិនអីទេទោះបីជាយើងលែងលះគ្នាហើយក៏ដោយតែយ៉ាងណាក៏ធ្លាប់ជាប្តីប្រពន្ធនឹងគ្នាដែរខ្ញុំនឹងជួយមើលថែបងប៉ុន្មានថ្ងៃចុះតើមានរឿងអីហ្នឹងបន្ទប់ទឹកមិនមែនដូចអ្វីដែលខ្ញុំគិតទេហេតុអីបានជាគេវាឈឹងស៊ឺអញ្ចឹងហេតុអីវីដេអូប្រែប្រួលអញ្ចឹងឈឹងស៊ីចង់ប្រាប់រឿងអីដល់ខ្ញុំឲ្យប្រាកដហេតុអីបានជាគេវាគាត់នៅក្នុងបន្ទប់ទឹកអញ្ចឹងតែដែលបានកាមេរ៉ានេះមើលទៅសំភ្នែកម្លេះជារបស់អ្នកណាគេហ្នឹងម៉ាក់មិនក៏ម៉ាក់នៅទីនេះរឿងនឹងវាថាម៉េចឲ្យប្រកាសទៅចុះពួកអាវខ្មៅអស់នឹងជាអ្នកណាគេឲ្យប្រកាសគឺពួកវានឹងហើយដែលវាឆេងក្នុងវីដេអូពួកវាជាមនុស្សរបស់ក្រុមហ៊ុនអាកាសចរគូសត្រូវពួកវាលួចអាកំបាំងរបស់ TUSU មិនបានសម្រេចក៏ប្រើវិធីផ្សេងវិញចុះអា TUSU នឹងវាជាស្អីឲ្យប្រកាសទៅវាពិតជាសំខាន់ដល់ថ្នាក់នឹងមែនហើយគម្រោង TUSU នឹងបានធ្វើឲ្យក្រុមហ៊ុនអាកាសចរតូចតាចរបស់យើងរីកចម្រើនដល់ថ្នាក់រាប់ម៉ឺនលានដុល្លារមិនដឹងថាមានមនុស្សប៉ុន្មានអ្នកទេដែលតាមសម្លឹងមើល
ហើយចង់លួចយកអាចកំបាំងរបស់វាសៀវភៅអូរ៉ង់ធាវាជាស្អីឲ្យប្រកាសទៅកុំអាននិយាយរឿងនឹងអីប្រញាប់ទៅសិនទៅឆាប់ក្រោកឡើងអូយលីវស៊ឺអីអញប្រញាប់ទៅនៅទីនេះគ្រោះថ្នាក់ណាស់ជំរាបសួរលោកប្រធានយាយលីវស៊ីអីរាល់ថ្ងៃអញនៅមិនទាន់យកទៀតហើយអាលីស៊ីនឹងហើយជាមេខ្លោងរបស់ក្រុមហ៊ុនគូសត្រូវអញលាក់អត្តសញ្ញាណចូលមកក្រុមហ៊ុនខ្ញុំដើម្បីលួចការសម្ងាត់គឺដើម្បីពង្រីកក្រុមហ៊ុនខ្លួនឯងមែនទេស្អីគេគឺឆេងឆេគឺឆេងឆៃដែលចាប់អារម្មណ៍ថាគេមានអីមិនស្រួលតែគេបែរជាដៃដល់មុនបាត់វាយគេរហូតដល់ចូលពេទ្យលីវស៊ឺអីឯងនិយាយទៅខ្ញុំត្រូវអរគុណឯងវិញទេតើស៊ូធានបើគុំតែឯងឡើងយន្តហោះតាមឆេងឆេលើកដំបូងធ្វើឲ្យខ្ញុំស្គាល់អត្តសញ្ញាណឯងហើយផ្ដល់តម្រុយឲ្យខ្ញុំរហូតមកពេលនេះខ្ញុំក៏គ្មានផ្លូវដឹងរឿងសំខាន់បែបនេះដែរសេវាកម្មពិសេសរបស់អាកាសចរសង្សេមានតែបុគ្គលិកកម្រិតប្រធានផ្នែកទេទើបមានសិទ្ធិចូលរួមទោះបីជាខ្ញុំចូលទៅដល់ខាងក្នុងក៏ដោយក៏គ្មានសិទ្ធិចូលរួមដែរហើយពួកគេបម្រើសេវាកម្មបែបម្នាក់ទល់ម្នាក់ទៀតបើមិនមែនជាភ្ញៀវកម្រិតកូដទេក៏មិនអាចចូលរួមបានដែរវត្តមានអញនឹងហើយដែលធ្វើឲ្យឆេងឆេធ្វេសប្រហែសទើបខ្ញុំមានឱកាសតាមដានដឹងទាំងអស់នេះគឺដោយសារខ្ញុំត្រូវហើយគឺវត្តមានអញនឹងហើយដែលធ្វើឲ្យឆេងឆេជ្រួចច្របល់ខ្ញុំយកជីវិតនាងមកគំរាមឆេងឆេទើបគេព្រមប្រាប់អាចកំបាំងសៀវភៅតែពិសេសនឹងឲ្យខ្ញុំហាគួរឲ្យស្ដាយដល់វគ្គចុងក្រោយគេបែរជាសុខចិត្តស្លាប់ក៏មិនព្រមហាប់មាត់ថែមទាំងលេងខ្សែលើខ្ញុំទៀតខ្ញុំក៏ឲ្យកូនចៅវីបញ្ជូនទៅពេទ្យតែម្ដងទៅហេតុនេះហើយឆេងឆៃដឹងមុនបាត់ទៅហើយថាខ្លួនឯងនឹងមានគ្រោះថ្នាក់ទើបគេទិញធានារ៉ាប់រងទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដោយដាក់ឈ្មោះខ្ញុំជាអ្នកទទួលផលកាលហ្នឹងគេដឹងតាំងពីដំបូងថាខ្លួនឯងនឹងជួបគ្រោះថ្នាក់បន្ទាប់មកខ្ញុំយកនាងមកគំរាមគេទៀតទើបគេគ្មានជំរឿក្រៅពីលេងលេះជាមួយនាងឆេងឆៃលេងលេះជាមួយខ្ញុំគឺដើម្បីការពារខ្ញុំសោះប្រពន្ធសម្លាញ់កុំជឿទុកចិត្តអ្នកណាទាំងអស់ឆេងឆៃធ្លាប់រំលឹកខ្ញុំហើយថាកុំឲ្យជឿអ្នកដទៃតែខ្ញុំបែរជាមិនជឿគេឯងនឹងណាឈានធានឲ្យខ្ញុំនិយាយពីឯងថាម៉េចទៅខ្ញុំប្រាប់ឯងតាំងពីយូរហើយថាឆេងឆេគ្មានថ្ងៃក្បត់ឯងទេស៊ឺឈានឲ្យនិយាយទៅខ្ញុំត្រូវអរគុណឯងមែនទែនកាលនៅមន្ទីរពេទ្យលើកនោះអញស្ទើរតែដឹងអាចកំបាំងសៀវភៅតែនឹងទៅហើយវាធ្វើឲ្យខ្ញុំទទួលបានព័ត៌មានប្រយោជន៍ច្រើនណាស់ឯងលីវស៊ីអីទោះឯងចាប់ពួកយើងចង់ក៏ធ្វើអីបានដែរមកដល់ពេលនេះឯងនៅមិនទាន់លើសៀវភៅទីយូនឹងជាស្អីឲ្យប្រកាសមែនទេបើមិនអញ្ចឹងទេឯងក៏មិនចាប់ជំរិតខ្ញុំដែរត្រូវហើយគ្រូសាពួកឯងពិតជាមាត់រឹងមែនតែបើថ្ងៃនេះពួកឯងមិនប្រាប់រឿងទីយូអាចកំបាំងនៃសៀវភៅនឹងអញ្ចឹងខ្ញុំដឹងថាត្រូវធ្វើម៉េចហើយស៊ឺឆឹងស៊ឺប្រពន្ធសម្លាញ់ឆឹងស៊ឺប្រពន្ធសម្លាញ់ឆឹងស៊ឺបងសុំទោសគឺបងយល់ច្រឡំលើអូនហើយបងមិនបានធ្វើរឿងអីខុសចំពោះអូនទេហើយបងក៏មិនបានបោកអូនដែរអាហាដល់ពេលនេះហើយនៅមកនិយាយរឿងចាស់ជាមួយគ្នាទៀតថ្ងៃនេះបើពួកឯងមិនប្រាប់អាចកំបាំងសៀវភៅទីយូទេខ្ញុំនឹងសម្លាប់វាចោលខ្ញុំមិននិយាយទេខ្ញុំនិយាយមិនបានទេពួកយើងមិនដឹងអីមែនណាលែងពួកយើងទៅចាំនិយាយគ្នាតាមពិតខ្ញុំគិតខុសសោះខ្ញុំគួរតែយកឯងមកធ្វើជាមេរៀនវិញប្រពន្ធសម្លាញ់បងប្រាប់អូនឥឡូវហ្នឹងបើមិនអញ្ចឹងទេកុំថាបងធ្វើបាបអូន
អញ្ចឹងទើបត្រូវប្រាប់រឿងនឹងមកឲ្យលឿនមកនិយាយទៅវាមិនច្បាស់ទេនីតិវិធីឯកសារនឹងវាស្មុគស្មាញណាស់តែបើមើលវីដេអូទើបដឹងច្បាស់គ្រាន់តែ scan code របស់បងរួចវាលេខកូដសម្ងាត់កម្រិតខ្ពស់បំផុតនោះនឹងអាចមើលឃើញហើយមិនហើយឲ្យតែ scan code នឹងហើយវាលេខកូដសម្ងាត់កម្រិតខ្ពស់បំផុតខ្ញុំនឹងដឹងរឿងគ្រប់យ៉ាងហើយស៊ូធីងអញទៅ scan ទៅប្រពន្ធសម្លាញ់ស៊ូធានអូនគួរតែដឹងលេខកូដនឹងខ្ញុំពិតជាមិនដឹងមែនខ្ញុំសាកលេខកូដច្រើនហើយទាំងលេខជើងហោះហើរទាំងថ្ងៃខែកំណើតរបស់ឆឹងស៊ឺក៏នៅតែមិនត្រូវទៀតចុះលេខកូដនឹងជាអ្វីទៅប្រញាប់វាបញ្ចូលទៅលេខកូដសម្ងាត់គឺជាថ្ងៃខួបអាពាហ៍ពិពាហ៍របស់យើងទាំងពីរថ្ងៃខួបអាពាហ៍ពិពាហ៍មិននឹកស្មានថាជាថ្ងៃខួបអាពាហ៍ពិពាហ៍សោះខ្ញុំនឹកមិនដល់តតែសោះខ្ញុំស្មានតែឆឹងស៊ឺមិនស្រឡាញ់ខ្ញុំទេប្រហែលមិនយកអានឹងធ្វើជាលេខកូដទេដឹងតាមពិតគាត់ស្រឡាញ់ខ្ញុំសោះគុំនៅរីរែកអីប្រញាប់វាបញ្ចូលទៅតាមពិតបោសក់នឹងគឺពាក់តាំងពីពេលនឹងមកលោកគ្រូពេទ្យចានកាព្យាបាលលើកនេះពិតជាមានប្រសិទ្ធភាពមែនខ្ញុំមានអារម្មណ៍ថាធូរស្រាលច្រើនណាស់ឲ្យតែព្យាយាមព្យាបាលបន្តទៀតគង់តែមានប្រសិទ្ធភាពទេអរគុណលោកគ្រូពេទ្យចានខ្លាំងណាស់ក្រោយពីបានលោកគ្រូព្យាបាលមកខ្លួនប្រាណខ្ញុំស្រួលជាងមុនច្រើនទីបំផុតខ្ញុំអាចធ្វើជាម៉ាក់គេបានហើយកាលពីក្មេងខ្ញុំខំធ្វើការខ្លាំងពេករហូតដល់ខូចសុខភាពអស់រដូវទៀតគ្រូពេទ្យនៅបរទេសថាខ្ញុំមិនអាចមានកូនបានទៀតទេសំណាងឲ្យបានលោកគ្រូពេទ្យឆេនជួយមិនអីទេជាទូនេះខ្ញុំនឹងជួយណែនាំកន្លែងនេះទៅកាន់មនុស្សច្រើនទៀតសៀវភៅពិសេសរបស់យើងនេះពិតជាដំណឹងល្អសម្រាប់អ្នកពិបាកមានកូនដូចជាពួកយើងមែនបន្ទប់ស្នាក់នៅនេះជាស្អីហ្នឹងមកប្រាប់ខ្ញុំមើលលីវស៊ឺអីវីដេអូនឹងឯងក៏បានឃើញហើយដែរខ្ញុំក៏គ្មានអីត្រូវលាក់បាំងទៀតដែរកាលពី1ឆ្នាំមុនក្រុមហ៊ុនអាកាសចរស៊ូរបស់យើងបានសហការជាមួយមន្ទីរពេទ្យ Clinic នៅបរទេសដើម្បីបង្កើតគម្រោងសម្ពាធអវិជ្ជមានលើអាកាសក្នុងគោលការណ៍នេះមានផ្ទុកអាស៊ីតហ្វូលិកនិងដែរជួយឲ្យរាងកាយធូរស្រាលដើម្បីលទ្ធផលព្យាបាលកាន់តែល្អហើយឈ្មោះធ្វើយូស៊ូទៅនឹងតាមពិតគឺអ្នកជំនាញបរទេសជាអ្នកដាក់ឲ្យតើនេះហើយគឺជាធ្វើយូស៊ូស្រីទាំងនេះសុទ្ធតែជាអ្នកមានបញ្ហាអត់កូនពិតមែនហើយពួកគាត់សុទ្ធតែជាអ្នកជំងឺរបស់ខ្ញុំពួកគាត់សុទ្ធតែជាអ្នកជោគជ័យក្នុងអាជីពការងារតែដល់ពេលការងារជោគជ័យហើយអាយុក៏កាន់តែច្រើនដែរអញ្ចឹងវាពិបាកនឹងមានផ្ទៃពោះណាស់ទើបពួកគាត់មានតែមករកខ្ញុំដើម្បីព្យាបាលតាមវិធីប្រើសម្ពាធខ្យល់ទើបមានសង្ឃឹមថាអាចមានកូនបានតែការចោលពី3ឆ្នាំហើយនៅតែមិនទាន់មានទៀតមិនដឹងថាលើកនេះបានសម្រេចអត់ទេកុំបារម្ភអីជឿជាក់លើខ្លួនឯងទៅចុះហេតុអីត្រូវធ្វើនៅលើយន្តហោះអីចឹងថែមទាំងនៅក្នុងបន្ទប់ទឹកទៀតនេះហើយជាចំណុចពិសេសនៃការព្យាបាលនេះក្នុងបន្ទប់ទឹកយើងក៏បានដំឡើងឧបករណ៍ពិសេសដែរនៅលើមេខ្ពស់យើងបំខ្យល់ចេញកាន់តែខ្លាំងធ្វើឲ្យសម្ពាធកាន់តែខ្លាំងជាងមុនជួយឲ្យភ្ញៀវធូរស្បើយដើម្បីងាយស្រួលព្យាបាលចុះសម្រាប់ការព្យាបាលលើកនេះតើអ្នកណាគេចង់សាកមុនខ្ញុំឲ្យខ្ញុំមុនគេមកឆ្នាំនេះខ្ញុំត្រូវតែមានកូនឲ្យបានប៉ុន្តែហេតុអីទៅពេលអ្នកជំងឺចុះពីលើយន្តហោះហើយគឺត្រូវទៅមន្ទីរពេទ្យបន្តទៀតទោះបីជាពួកយើងបានជួយសម្រួលសុខភាពពួកគាត់នៅលើយន្តហោះហើយក៏ដោយតែយើងត្រូវត្រឡប់ទៅបរិយាកាសធម្មតាវិញដើម្បីតាមដានលទ្ធផលនៃការព្យាបាលអាចរៀបចំគម្រោងព្យាបាលបន្តបានបើមានផ្ទៃពោះក៏អាចមកបំពេញខុសបន្ថែមដែរទើបអាចអនុវត្តតាមគម្រោងព្យាបាលទាំងស្រុងបានតែថ្ងៃនោះកូនច្បាស់ជាឃើញម៉ាក់នៅក្នុងបន្ទប់ហើយមានមនុស្សច្រើនទៀតនៅជាមួយហើយក្នុងចំណោមនោះក៏មានម៉ាក់ដែរម៉ាក់លាក់រឿងអីកូនមែនអត់ត្រូវហើយឆឹងស៊ឺ
ម៉ាក់មានផ្ទៃពោះហើយអបអសាទោផងអ្នកមីងចុះរឿងអ្នកមីងជាមួយលោកពូតើអ្នកមីងក្រុងប្រាប់ធានធានពេលណាដែរចំពោះធានធានវិញគេមិនទាន់មានកូនខ្លួនឯងផងមីងបារម្ភថាបើប្រាប់គេឥឡូវខ្លាចគេទទួលយកមិនបានម៉ាក់មានសង្សារមែនគឺ3ឆ្នាំហើយម៉ាក់នឹងពូឯងនឹងចង់បានកូនយូរហើយមកពីសុខភាពម៉ាក់មិនសូវល្អសំណាងហើយបានឈឹងស៊ឺជួយមើលថែទាំឲ្យទើបអាចមានកូនម្នាក់នេះបានធានធានបើកូនចង់បន្ទោសម៉ាក់ចុះរឿងឈឹងស៊ឺក៏ម៉ាក់មិនឲ្យគេប្រាប់កូនដែរប៉ុន្តែចុះហេតុអីបានជាឈឹងស៊ឺដាក់ឈ្មោះម៉ាក់ក្នុងទូរស័ព្ទថាលោកសម្លាញ់ចិត្តអីចឹងកូនឈួតមែនឈ្មោះក្នុង WeChat ហ្នឹងគឺកូនជាអ្នកដាក់ឲ្យម៉ាក់តាំងពីកូននៅតូចម្លេះម៉ាក់មិនដែលបដូរវាចេញទេម៉ាក់កូនគ្រប់គ្រងឲ្យម៉ាក់មានស្នេហាតើមកពីកូនគិតផ្ដេសផ្ដាស់ពេកចុះខុសៗនឹងជាស្អីវិញក្រុមហ៊ុនធ្វើបែបហ្នឹងដើម្បីងាយស្រួលគ្រប់គ្រងទើបត្រូវប្រើខុសៗនឹងដើម្បីងាយស្រួលព្យាបាលបែបឯកជនហើយក៏ដើម្បីការពារឯកជនភាពភ្ញៀវដែរព្រោះភ្ញៀវទាំងនោះសុទ្ធតែជាអ្នកមានអំណាចពួកគាត់មិនចង់ឲ្យអ្នកដទៃដឹងពីរឿងដែលពួកគាត់មិនអាចមានកូនបានទេមិនត្រឹមត្រូវទេថ្ងៃនោះពេលពួកអ្នកចេញពីអគារអាកាសចរមកពួកគាត់ក៏បានទៅកន្លែងហាត់ប្រាណទៀតនៅកន្លែងហាត់ប្រាណពួកគាត់ក៏បាននិយាយជាមួយមិត្តរួមក្រុមដែរតែវាមិនមែននៅលើអាកាសហើយណានឹងវាជាវគ្គសម្រាប់កាយធម្មតាក្រោយពេលព្យាបាលរួចព្រោះការមានកូនជារឿងធំក្នុងជីវិតយើងត្រូវតាមដានឲ្យបានដិតដល់ខ្លាចក្រែងអ្នកជំងឺមានផលរំខានអីមិននឹកស្មានថាអូនយកច្រឡំលើបងសោះបងគួរតែប្រាប់អូនឲ្យបានឆាប់ជាងនេះតែអូនឃើញផ្ទាល់ភ្នែកតើថាបងលេបថ្នាំគ្រាប់ពណ៌ខៀវនឹងថែមទាំងត្រូវបញ្ជូនទៅមន្ទីរពេទ្យទៀតនឹងមកពីបងគ្មានជំរឿនទេតាមពិតថ្នាំពណ៌ខៀវនឹងជាថ្នាំបំបាត់ការអស់កម្លាំងតើបងធ្វើការធ្ងន់ក្នុងមជ្ឈដ្ឋានសម្ពាធខ្លាំងរាល់ថ្ងៃរាងកាយបងទ្រាំមិនរួចទើបបងសម្រេចចិត្តលេបថ្នាំនឹងបងឆេងឆេម៉ាក់កូនសុំទោសមកពីកូនគិតច្រើនពេកកូនយកច្រឡំលើអ្នកទាំងពីរមែនទេឈប់មកនិយាយរឿងចាស់នៅទីនេះទៅប្រគល់វិធីព្យាបាលសម្ពាធឈាមមកឲ្យយើងភ្លាមអញយកសັບទៅវិធីព្យាបាលនេះត្រូវការទុកចិត្តទាំងស្រុងពីគ្រូពេទ្យនិងអ្នកជំងឺមានតែអ្នកមានចិត្តបុណ្យទេទើបអាចរៀនវាបានមនុស្សដូចឯងជាតិនឹងរៀនមិនចេះទេរៀនមិនចេះមែនទេចាំមើលបើយើងសម្រាប់មីស៊ូសៀននេះចោលឥឡូវចាំមើលពួកឯងព្រមបង្រៀនយើងអត់នរណាហ៊ានប៉ះពាល់កញ្ញាសិស្សនរណាហ៊ានប៉ះកញ្ញាសិស្សមិនអីទេមែនទេកញ្ញាសុំពួកយើងសុំទោសពិតមែនពីមុនពួកយើងមិនដឹងថាកញ្ញាជាប្រពន្ធរបស់លោកគ្រូពេទ្យឆេងទេលោកគ្រូពេទ្យឆេងគឺជាអ្នកមានគុណសង្គ្រោះជីវិតពួកយើងមិនគួរអសរោះដាក់លោកសោះកញ្ញាសុំមិនអីទេមែនទេពួកគាត់សុទ្ធតែជាអ្នកជំងឺរបស់ខ្ញុំព្យាបាលពួកគាត់ច្រើនដងមកហើយតែថ្ងៃនោះនៅមន្ទីរពេទ្យនឹងប្រលានយន្តហោះអូនយកច្រឡំហើយរឿងភ្ញាក់ផ្អើលដែលបងរៀបចំឲ្យអូនថ្ងៃនោះលោកគ្រូពេទ្យឆេងឬកាដូឲ្យប្រពន្ធមែនទេគាត់ច្បាស់ជាចូលចិត្តខ្លាំងហើយអ្នកទាំងពីរផ្អែមល្ហែមដាក់គ្នាណាស់អរគុណដែលជួយផ្ដល់យោបល់មនុស្សប្រុសដូចខ្ញុំមិនសូវដឹងរឿងអស់ហ្នឹងទេចាំចប់ការងារលើកនេះខ្ញុំនឹងឆែនក្រុងយកកូនដែរល្អណាស់ហើយចឹងលោកគ្រូពេទ្យឆេងអរគុណដែលជួយព្យាបាលខ្ញុំឥឡូវខ្លួនប្រាំខ្ញុំធូរស្រាលច្រើនហើយអានឹងហើយជាភេសជ្ជៈថ្មីរបស់ក្រុមហ៊ុនចំណីអាហារខ្ញុំនឹងវាមានជីវជាតិខ្ពស់ណាស់សាកភ្លុកមើលទៅសូមទទួលទូរស័ព្ទបន្តិចអាឡូប្រពន្ធសម្លាញ់មិនក៏ទេមកពេលហ្នឹងបងកំពុងនៅលើយន្តហោះតើទើបតែចុះចិត្តមែនទេសំឡេងអីហ្នឹងបងកំពុងផឹកទឹកតើផឹកអីបងបិទសិនហើយមានការរវល់ចាំបន្តិចទៀតខ្ញុំទេទៅវិញណាអូអីចឹងសោះមកពីខ្ញុំយកច្រឡំលើអ្នកទោះបីជាខ្ញុំមានលុយច្រើនក៏ដោយតែសម្ពាធរបស់ខ្ញុំពិតជាខ្លាំងណាស់ខ្ញុំរៀបការជាមួយប្តីច្រើនឆ្នាំមកហើយតែនៅតែមិនទាន់មានកូនទៀតសំណាងហើយបានលោកគ្រូពេទ្យឆេង
ទើបធ្វើឲ្យខ្ញុំមានឱកាសបានធ្វើជាម្ដាយគេលោកគ្រូពេទ្យគឺជាក្តីសង្ឃឹមរបស់យើងកញ្ញាស៊ូអ្នកគឺជាប្រពន្ធរបស់គាត់ទៅថ្ងៃមុខបើមានការអីប្រាប់ខ្ញុំបានណាខ្ញុំនឹងជួយអ្នកឲ្យអស់ពីសមត្ថភាពខ្ញុំក៏ដូចគ្នាដែរកញ្ញាសុំពួកយើងបានប្តឹងប៉ូលីសរួចហើយលឺស៊ីម្នាក់នេះជាប់សង្ស័យពីបទបង្ខំមនុស្សទិញយកក្រុមហ៊ុនដោយខុសច្បាប់និងរំលោភបំពានទ្រព្យសម្បត្តិនិងល្មមជាប់គុក20ឆ្នាំហើយកញ្ញាស៊ូចឹងជាគឺជាអ្នកមានគុណរបស់គ្រួសារយើងខ្ញុំសូមជូនពរឲ្យអ្នកទាំងពីរមានសុភមង្គលជារៀងរហូតតែធ្វើឲ្យមានការយល់ច្រឡំកន្លងមកខ្ញុំពិតជាសូមទោសខ្លាំងណាស់ស្មោះត្រង់អូនសុំទោសមកពីអូនចិត្តចង្អៀតពេកអូនមិននឹកស្មានថាបងលួចធ្វើរឿងល្អច្រើនយ៉ាងនេះសោះអូនសម្លាញ់បងមិនបន្ទោសអូនទេតែបងរើសធ្វើការងារនេះគឺមកពីបងស្រឡាញ់ក្មេងមែនតែបងមិនទាន់មានបទពិសោធន៍បងសង្ឃឹមថាអាចរៀនសូត្របន្ថែមដើម្បីមើលថែអូននឹងមកឲ្យបានល្អជាងមុនអូនខុសហើយអូនគួរតែត្រឡប់មកវិញឲ្យលឿនជាងនឹងបងសម្លាញ់អូនសុំទោសបែបហ្នឹងទើបត្រូវជាប្តីប្រពន្ធនឹងគ្នាត្រូវតែមានទំនុកចិត្តលើគ្នាហើយយោគយល់គ្នាឲ្យបានច្រើនអូនមើលចុះបងសម្លាញ់គឺមកពីបងនឹងហើយទើបពួកគាត់អាចរស់នៅមានក្តីសុខបែបនេះក្មេងទាំងនោះគឺជាទេវតាដែលសួរបញ្ជូនមកជួយពួកយើងគង់តែមានថ្ងៃមួយពួកយើងនឹងមានទេវតាទុយតខ្លួនដែរអូនសម្លាញ់បងសម្លាញ់តែបងនាំអូនមកទីនេះថ្ងៃនេះគឺព្រោះតែមានរឿងភ្ញាក់ផ្អើលចង់ប្រាប់ធានអូនបងសម្លាញ់ទាំងអស់នេះជាស្នាដៃបងហើយបងចិត្តបានធ្វើជាប៉ាគេហើយហាអូនសម្លាញ់ល្អណាស់បងនឹងមើលថែអូននិងកូនឲ្យបានល្អបំផុតបងប្រយ័ត្នបន្តិចមើលក្មេងគ្រប់រូបសុទ្ធតែជាទេវតារបស់ឪពុកម្ដាយទាំងស្អាតស្អំគួរឲ្យស្រឡាញ់ហើយស្លូតបូតទៀតផងវាជាការផ្ដុំឡើងនៅរាល់សេចក្តីល្អក្នុងលោកនេះសូមឲ្យមានទេវតាចុះមកក្នុងលោកយើងកាន់តែច្រើន